សួស្តីទូរទស្សនិកជនរបស់ Phoenix ទាំងអស់គ្នាបាទពេលនេះគឺយើងទៅទស្សនារឿង Kamen Rider Ryuki ហើយស្អីរឿងចាប់ផ្ដើមគឺមានបិសាចនៅក្នុងកញ្ចក់ហៅថា Monster វាបានចាប់គោលដៅសម្លាប់ទៅកាន់នារីម្នាក់ប៉ុន្តែនារីម្នាក់នោះគឺមិនបានដឹងនោះទេរហូតទៅដល់ត្រឡប់ទៅគេហដ្ឋានវិញនាងកំពុងតែរៀបចំខ្លួនដើម្បីសម្រាកនៅមុខកញ្ចក់ក៏ស្រាប់តែត្រូវបាន Monster the Spider ចាប់នាងជាចំណីនៅក្នុងកញ្ចក់បាត់ទៅសម្រាប់របស់នារីជនរងគ្រោះគឺលើទៅដល់មនុស្សពីរនាក់ដែលម្នាក់មានឈ្មោះថា Kansaki Yui និងម្នាក់ទៀតមានឈ្មោះថា Ren ហើយក៏ជា Kamen Rider ផងដែរព្រឹកឡើងព័ត៌មាននៃការបាត់ខ្លួនរបស់មនុស្សជាច្រើនអ្នកគឺល្បីល្បាញពេញ website កាសែត Original ដែលមានលោកចាងវាងកាសែតមានឈ្មោះថា Okubo Daisuke ឃើញទំព័រកាសែតរបស់ខ្លួនឯងល្បីចឹងសប្បាយចិត្តដល់កយក៏ស្ទុះទៅមើល website ចង់ដឹងថាវាផ្ទុះប៉ុន្មានវីដេអូហើយប៉ុន្តែទៅទើសចិត្តជាមួយនឹងអារូបខ្លួនឯងនឹងដូចឈួតក៏ស្ដីឲ្យនារីខាងផ្នែកកុំព្យូទ័រ update website នឹងឲ្យដូរចេញទៅដែលនេះមានឈ្មោះថា Shimada ប៉ុន្តែមិនដឹងដូរអ្វីទេព្រោះថាគ្មានរូបណាល្អមួយសោះចេញមកស្ដូចឈួតពេលនោះស្រាប់តែបុគ្គលិកដ៏ឆ្នើមដែលជានារីម្នាក់មានឈ្មោះថា Reiko គាត់បានផ្ដល់ដំណឹងថាយប់មិញនឹងគឺមាននារីម្នាក់បានបាត់ខ្លួនដូច្នេះនាងនឹងទៅស៊ើបនៅកន្លែងគេហដ្ឋានរបស់ជនរងគ្រោះទៅតាមអាសយដ្ឋានដែលនាងបានបញ្ជូនទៅលោកចាងវាងក៏គិតថាចង់ឲ្យបុគ្គលិកថ្មីម្នាក់មានឈ្មោះថា Kido Shinji ទៅជាមួយនឹង Reiko ប៉ុន្តែ Reiko ដូចជាមិនចង់នោះទេលោកចាងវាងសុំអង្វរថាអូជួយមើលគ្នាទៅព្រោះថាអាល្ងើនោះវាដូចជាសិស្សប្អូនរបស់ខ្ញុំអញ្ចឹងនិយាយទៅដល់ Kido នេះវិញដែលជាតួឯករបស់យើងនឹងគេថាស៊ីម្ដាយបាត់ហើយមិនទាន់ដឹងស្អីផងហ្នឹងគឺដោយសារតែមានរឿងរ៉ាវប៉ះទង្គិចគ្រោះថ្នាក់ចរាចរណ៍ពេលនោះលោកចាងវាងក៏បានខលទៅសួរថាអាល្ងើ Shinji ឯងមិនទាន់ងើបទេខ្ញុំងើបយូរហើយប៉ុន្តែសុំទោសផងខ្ញុំរៀងយឺតហើយដោយសារតែឡានបុកម៉ូតូចឹងឯងអត់កើតអីណាអូខ្ញុំមានកើតអីឡានបុកម៉ូតូគេហ្នឹងហើយចឹងបានន័យថាឯងអត់មានពាក់ព័ន្ធអីទេហើយនៅធ្វើស្អីចុះខ្ញុំអត់បានពាក់ព័ន្ធមែនប៉ុន្តែខ្ញុំជឿថាឡានហ្នឹងវាបុកម៉ូតូមែនខ្ញុំឃើញច្បាស់ណាស់ឃើញម៉ូតូហ្នឹងដួលចំគូត Shinji ឆាប់ទៅអាស័យដ្ឋានដែលយើងឲ្យទៅអាល្ងើអើយអូបាទទៅក៏បានដែរជាទៅឲ្យបុកបកាច់ហ្នឹងឡើក៏ងាកទៅកាន់លំនៅឋាននារីដែលបានបាត់ខ្លួនកាលពីយប់មិញគឺមានប៉ូលីសកំពុងតែធ្វើកសោវិច័យស្រាប់តែ Kido ស្រែក Reiko ខ្ញុំមកដល់ហើយផ្អើលទៅដល់ប៉ូលីសទៀតក៏រត់មកស្ដីឲ្យព្រោះមើលទៅដូចជាតាមរំខានប៉ូលីសរហូតនេះ Reiko ក៏ស្ដីឲ្យវិញថានេះគឺជាទូនាទីនៃសារព័ត៌មាននោះទេពួកយើងមិនបានរំខានប៉ូលីសឯណារួចហើយក៏បានទាញដៃ Kido ចេញទៅខាងក្រៅដើម្បីស្ដីឲ្យកុំស្រែកលោឡាខ្លាំងពេកនិងសុំកុំឲ្យ Kido នឹងមកតាមគាត់ទៀតព្រោះដូចជារំខានដល់ហើយKido ក៏បានសុំទោសហើយក៏បានប្រាប់ថាគាត់តាម Reiko នឹងដោយសារតែគាត់ចង់រៀនពី Reiko ពេលជាមួយនឹងគ្នានោះគឺបានបង្ហាញថា Monster វានៅក្នុងបន្ទប់នោះនៅឡើយនោះទេដែល Ren ជាមួយនឹង Yui ហាក់ដូចជាដឹងប៉ុន្តែដោយសារតែមានមនុស្សច្រើនពេកក៏ចាក់ចេញទៅសិនចំពេលដែល Kido នឹងកំពុងតែដើរត្រុកតាមសុំទោស Reiko ទៅដល់ Original វិញ Reiko គាត់បានបង្ហាញពីការសន្និដ្ឋានទៅលើការបាត់ខ្លួនរបស់មនុស្សរយៈពេល6ខែមកនេះវាដូចជាចម្លែកដល់ហើយដែលសូម្បីតែប៉ូលីសក៏មិនអាចរកឃើញដែរShimada គាត់គិតថាវាប្រហែលជាការចាប់ខ្លួនតាមរយៈការពាក់ព័ន្ធអ្វីមួយទៅដឹងហើយវាសម្ងាត់ខ្លាំងដល់ថ្នាក់ប៉ូលីសនឹងក៏មិនដឹងដែរ Kido លឺអញ្ចឹងគាត់ថាបើពួកយើងស្វែងរកជនល្មើសឃើញប្រកាសជាល្បីហើយអ្នកអា Shinji ស្ដាប់យើងអាល្ងើយើងមិនមែនជាប៉ូលីសទេឯងចង់ចាប់ស្អីគេ Reiko ក៏សុំឲ្យ Kido នឹងនៅមួយកន្លែងទៅរៀបចំឯកសារមនុស្សបាត់ខ្លួនកុំទៅរំខាននាងទៅវាល្អជាងនៅពេលដែល Reiko ចាក់ចេញទៅបាននោះ Kido នឹងគាត់អង្គុយមើលឯកសារជនរងគ្រោះស្រាប់តែឃើញថាមនុស្សបាត់ខ្លួននឹងដូចជានៅជិតកន្លែងធ្វើការរបស់គាត់ចង់តែស៊ើបមើលស្អីទេឲ្យអង្គុយមួយកន្លែងដូចមិនចេះសោកសោះអាយ៉ាអត់មានប៊ិចទៅសេនេះអូយហើយខ្ញុំធ្វើការមកទៅបាក់ធ្វើការអត់ការទេទៅទិញប៊ិចនៅបណ្ណាល័យចិត្តនឹងសិនចេញទៅបាត់ដែលមានបានទៅទិញប៊ិចស្អីទៅបន្ទប់ជួលរកមនុស្សបាត់ខ្លួនលោកតាម្ចាស់បន្ទប់នឹងក៏រអ៊ូថាអាបន្ទប់នឹងគ្មានបានជួលទេព្រោះថាស៊ើប1លានដងស៊ើបមិនទាន់ឃើញសោះ Kido ក៏តបទៅវិញថាទុកចិត្តលើខ្ញុំចុះលោកតាខ្ញុំនឹងស៊ើបឲ្យឃើញតាសង្ឃឹមតាអញ្ចឹងចុះចាក់សោ Kido នឹងបន្ទប់បាត់ប៉ុន្តែរឿងដ៏ចម្លែកនោះកញ្ចក់នៅក្នុងបន្ទប់នោះត្រូវបានបិទទៅដោយក្រដាស់ពេញហ្នឹងចៃដន Kido ក៏បានឃើញប្រអប់កាតមួយដែលមានកាតស៊ីលនៅក្នុងនោះនឹងស្រាប់តែចាប់អារម្មណ៍ថាបង្អួចវាដូចជាមានសភាពខូចខាតក៏បានទៅមើលឃើញថាមាន Monster នាគមួយក្បាលនៅក្នុងកញ្ចក់ក្រុមហ៊ុនមួយដែលនាគនោះមានឈ្មោះថា Drag Raider ដែលវាចង់ស៊ី Kido ជាចំណីប៉ុន្តែត្រូវបានកាតស៊ីល Monster នឹងការពារតន់កុំអីនឹងខ្លាចទៅជាចំណីនាគបាត់ហើយពេលជាមួយនឹងគ្នានោះ Reiko បានទៅពិនិត្យបន្ទប់នារីដែលបានបាត់ខ្លួនកាលពីយប់មិញដែល Monster វាក៏ចាប់ផ្ដើមចាប់គោលដៅទៅកាន់នាងប៉ុន្តែមិនទាន់បានធ្វើអ្វីនោះទេនៅពេលដែល Reiko ចាក់ចេញមកវិញនោះស្រាប់តែមានការខលពី Kido ហើយទៅជួយដោះស្រាយផងព្រោះថាបែកកញ្ចក់បន្ទប់ជួលគេបាត់ហើយ
រ៉េកូពិតជាធុញគីដូមែនតែនបកកតែបញ្ហាសដែរប៉ុន្តែនៅតែជួយទៅដោះស្រាយទៀតទាំងដែលមិនបានដឹងថា Monster កំពុងតែប្រមាញ់ខ្លួននោះទេ Ren ជាមួយនឹង UE ដឹងដូច្នេះហើយតាមដាន Reiko យ៉ាងជាប់ Reiko ក៏បន្តទៅជួយនិយាយនិងដោះស្រាយសន្យាថានឹងសងលុយតាមពេលវេលានិងចាក់ចេញទាំងមួម៉ៅព្រោះថា Kido នឹងដូចជាគោដល់ហើយប៉ុន្តែភ្លាមនោះ Kido ចាប់ផ្ដើមលឺសំឡេងកញ្ចក់ដោយសារតែគាត់កាន់ប្រអប់កាតនិងបានឃើញ Monster តាមប្រមាញ់ Reiko ក៏ចាប់ផ្ដើមដេញតាមព្រោះថាគ្រប់យ៉ាងវាដូចជាចម្លែកក្រោយពីមានប្រអប់កាតនៅក្នុងដៃ Ren ក៏មានប្រអប់កាតដែរដែលត្រៀមខ្លួនក្នុងការកម្ចាត់ Monster រួចជាស្រេច Monster កំពុងតែចាប់គោលដៅទៅកាន់ Reiko បែរជានាង Delan មិនឆេះសោះពេលនោះក៏មានវត្តមានរបស់ Kido បង្ហាញនៅអាកប្បកិរិយាដូចជាបានឃើញនឹងឮសំឡេង Monster នៅក្នុងកញ្ចក់ UE ក៏បានចាប់អារម្មណ៍ថា Kido មានប្រអប់កាតក៏រត់ទៅសួរថាតើជា Kamen Rider មិនដែរទេប៉ុន្តែ Kido មិនបានឆ្លើយដោយសារតែប្រញាប់ទៅជួយ Reiko បែរជាត្រូវចំណាំងផ្លាតកញ្ចក់ឡានស្រូបទៅក្នុងពិភពកញ្ចក់ដែលគ្រប់យ៉ាងគឺវាបញ្ច្រាស់ទាំងអស់ Kido កំពុងតែច្បោកច្បល់ថាមិនបានជាខ្លួនខ្លាចជាស្អីចឹងប៉ុន្តែក៏បានទាញការចាប់អារម្មណ៍របស់ Monster ធ្វើឲ្យ Reiko នឹងអាចចាក់ចេញទៅបានសម្រេចប៉ុន្តែ Kido មិនដឹងថាស្អីទៅជាស្អីទេក៏ត្រូវ Monster វាយឡើងទួសាច់ឃើញបែបនោះទៅហើយនោះ Ren ក៏ចាប់ផ្ដើមចេញសកម្មភាពដែលខ្លាចជា Kamen Rider Night ជាមួយនឹង Dark Wing ដែលជា Monster ប្រជាវរបស់គាត់ទៅបុក Monster ដើម្បីការពារ Kido និងប្រើកាត Sword Band ក៏ហៅ Wing Lancer ដែលមាន damage 2000 វាយប្រហារទៅកាន់ Monster Kido ឃើញអញ្ចឹងក៏ធ្វើត្រាប់តាមទាញដាវ Ejai damage 300កុំបារម្ភអីខ្ញុំទៅជួយហើយបាក់ដាវបាត់ក៏ខ្ទាតប្រកាច់ប្រកិនទៀតប៉ុន្តែក៏អាចឲ្យ Ren ប្រើកាត Advance ហៅ Dark Wing damage 4000បុកបាក់ជើងថែមជាមួយនឹង Final Van ដែលជាក្បាច់ចុងក្រោយមាន damage ដល់ទៅ 5000 ឯណោះដាក់រន្ទះជើងស្នៀតចុងក្រោយមានឈ្មោះថា Flying Lancer បញ្ចប់ជីវិតរបស់ This Spider បានសម្រេចប៉ុន្តែ Kido ឆ្ងល់ថាអូហើយយើងនឹងស្អីគេហើយលោកឯងស្អីគេហើយអានេះស្អីគេនាកមកបាញ់ឡើងប៉ើងពេញនឹងបដ ாய் ដែលនោះគឺជា Track Rider ដែលវាមកតាមស៊ី Kido នឹងឯងធ្វើឲ្យពួកគាត់ទាំងពីរនឹងហាក់ដូចជាមានសភាពរលាយដែលវាបង្ហាញថាពេលវេលាក្នុងកញ្ចក់នឹងគឺវាអស់ហើយ Ren ក៏បានបញ្ជាក់ប្រាប់ទៅកាន់ Kido ដែរមុននឹងគាត់នឹងចាក់ចេញពីពិភពកញ្ចក់អូខ្ញុំចេញទៅដែរសិនប្រាវអូយឈឺក្បាល Ren ក៏ស្រែកប្រាប់ថាអាល្ងើអើយឯងចូលពីណាចេញពីនឹងទៅវិញទៅ Kido ក៏ចងចាំថាគាត់ចូលតាមកញ្ចក់ឡានដូច្នេះក៏រត់ចេញទៅប៊ីនឹងត្រូវអស់សង្ខារទៅហើយប៉ុន្តែគ្រាន់តែរបួសសន្លប់នៅពិភពពិតតែប៉ុណ្ណោះ UE ក៏បាននាំ Kido ទៅសម្រាកនៅលំនៅឋានរបស់នាងដែលជាហាងតែមួយកន្លែងនៅពេលដែល Kido ដឹងខ្លួននោះនាងក៏ចាប់ផ្ដើមសួរនាំថាតើហេតុអ្វីបានជា Kido មានប្រអប់កាត Kido បានឆ្លើយតាមអ្វីដែលបានកើតឡើងគឺបានឃើញនៅក្នុងបន្ទប់ជួលរបស់មនុស្សបាត់ខ្លួនម្នាក់កាលពី1ខែមុន UE នៅតែបន្តសួរនាំថាតើស្គាល់មនុស្សម្នាក់មានឈ្មោះថា Kansaki Shiro ដែរឬទេដែល Kido មិនដែលស្គាល់ហើយក៏មិនដែលជួបពីមុនឡើយនឹងចាប់ផ្ដើមសួរទៅកាន់ UE វិញថាតើប្រអប់កាតនឹងវាគឺជាអ្វីទៅហើយអ្វីបានជាគ្រប់យ៉ាងវាដូចជាចម្លែកនៅពេលដែលគាត់នឹងទទួលបានវា UE បានរៀបរាប់ប្រាប់ថាអ្នកណាឲ្យតែមានប្រអប់កាតគឺនឹងបានឃើញ Monster នឹងអាចក្លាយជា Kamen Rider ដើម្បីចូលទៅក្នុងពិភពកញ្ចក់ Ren នៅទីនោះដូចជាមិនចង់ឲ្យ UE នឹងរៀបរាប់ច្រើននោះទេនាំតែខាតពេលជាមួយនឹង Kido តែប៉ុណ្ណោះប៉ុន្តែក៏បានធ្វើឲ្យ Kido ចាប់អារម្មណ៍សម្លេងរបស់ Ren ថាជា Kamen Rider Night Ren មិនខ្វល់នោះទេចង់ស្គាល់អីស្គាល់ទៅទាញ Kido ចេញទៅខាងក្រៅប៉ុន្តែ UE ខាត់ព្រោះថា Monster នេះកំពុងតែតាមប្រមាញ់ Kido Ren នៅតែមិនស្ដាប់ទៀតតតែ UE គំរាមថានឹងផ្ដាច់ទំនាក់ទំនងជាមួយនឹងគ្នាបើសិនជានៅតែរឹងទៅតឹង Ren ក៏ព្រមឈប់ទៅបន្ទាប់ពី Ren ចាក់ចេញនោះ UE ប្រាប់ថា Monster គឺវាចាប់មនុស្សធ្វើជាចំណីនៅពេលដែលវាចាប់គោលដៅទៅកាន់អ្នកណាម្នាក់ហើយនោះគឺវាតាមទៅដល់ទីបញ្ចប់ដូច្នេះវាបានន័យថានាគក្រហមនឹងតាមស៊ី Kido ជានិច្ចប៉ុន្តែគ្មានអ្វីគួរឲ្យបារម្ភនោះទេនៅពេលដែល Kido ដាក់កាតសៀលជាប់នឹងខ្លួននោះ Monster វានឹងមិនហ៊ានមកជិតឡើយ Kido បែរជាសួរថាចុះតើបើសិនជាខ្លាចជា Kamen Rider អាចកម្ចាត់ Monster បានដែរឬទេ UE ឆ្លើយតាមជាក់ស្ដែងថាពិតជាអាចមែនប៉ុន្តែកុំធ្វើវាល្អជាងបន្ទាប់ពីស្ដាប់ការរៀបរាប់របស់ UE រួច Kido ក៏បានចាក់ចេញទៅឃើញថាហាងតែជារបស់ត្រកូល Kansaki ដូច្នេះធ្វើឲ្យ Kido ដឹងថា Kansaki Shiro ដែល UE សួរគាត់មុននេះគឺជាបងប្រុសរបស់នាងនឹងឯងដែលពេលជាមួយនឹងគ្នានោះគឺបង្ហាញថា Monster ពេញពីងដែល Ren កម្ចាត់នោះវារស់ឡើងវិញហើយខ្លាំងជាងមុនទៅទៀតងាកទៅកាន់ Kido ទៅកន្លែងធ្វើការត្រូវចាងវាងស្ដីឲ្យនឹងកាត់ប្រាក់ខែដោយសារតែបែកកញ្ចក់គេខ្ទេចអូយកាត់ប្រាក់ខែដល់ថ្ងៃបងផ្ទះជួលអីហ្នឹងយើងមិនខ្វល់ទេទៅរៀបចំឯកសារមនុស្សបាត់ខ្លួនទៅអាល្ងើ Kido មិនដឹងតវ៉ាយ៉ាងម៉េចទេក៏ទៅធ្វើការងារប៉ុន្តែដូចជាខ្លាចកញ្ចក់ដល់ហើយ
ស៊ីម៉ាដាក៏បានអឺតក្បាលមកឆ្ងក់ប្រាប់ថាស៊ីនជីកូណាបើសិនជាមេដេញក្បាលចោលប្រាប់ខ្ញុំហងអាងអាប់ដេត website មុនចំមេជេតិចសោះក៏ដល់ណាដល់ណីបាត់ពេលជាមួយនឹងគ្នានោះនៅហាងសម្លៀកបំពាក់មួយឈ្មោះថា Global Plaza មានម្ដាយក្មេងស្រីម្នាក់កំពុងតែលោសម្លៀកបំពាក់ស្រាប់តែត្រូវ Monster ចាប់ទៅជាចំណីបាត់រ៉េកូនៅ Original ក៏ទទួលបានដំណឹងនោះដូច្នេះក៏ចាក់ចេញទៅយ៉ាងលឿនប៉ុន្តែ Kido ខាត់ព្រោះថាវាគ្រោះថ្នាក់ខ្លាំងណាស់គួរតែបញ្ឈប់ការស្វែងរកមនុស្សដែលបានបាត់ខ្លួននឹងទៅនិយាយបែបនោះរ៉េកូខឹងជាខ្លាំងព្រោះថាក្រុមគ្រួសារមនុស្សបាត់ខ្លួនសោកសៅជាខ្លាំងដោយសារតែសាច់ញាតិរបស់ពួកគាត់បាត់ខ្លួនដោយគ្មានមូលហេតុដូច្នេះនេះមិនមែនជាលបែងដើម្បីរកមនុស្សនោះទេវាគឺជាការស្វែងរកការពិតបើសិនជាឯងខ្លាចគ្រោះថ្នាក់នោះមិនបាច់ធ្វើអ្នកកសែតទេលោកចង់បានឃើញរ៉េកូខឹងបែបនោះក៏ទៅទូមានប្រាប់ Kido ខ្ញុំពេញចិត្តទៅលើភាពក្លាហានរបស់ឯងដែលចេះសួរនាំប៉ុន្តែពាក្យសម្ដីខ្លះយើងមិនគួរនិយាយនោះទេ Kido ដូចជាមានអារម្មណ៍ថាពាក្យសម្ដីរបស់គាត់នឹងវាដូចជាអាត្មានិយមពេកហើយពេលនោះក៏បានឃើញបញ្ជីឈ្មោះរបស់ស្ត្រីម្នាក់ដែលជាមេផ្ទះរបស់គ្រួសារ Kansaki ជាមួយនឹង Takami Shiro Kido ក៏ដឹងភ្លាមថានោះគឺជា Kansaki Shiro ដែល Yui កំពុងតែស្វែងរកនៅត្រង់ចំណុចនេះខ្ញុំសូមបញ្ជាក់ប្រាប់ទៅកាន់គ្រប់គ្នាហេតុអ្វីបានជា Kansaki Shiro គាត់មានឈ្មោះថា Takami Shiro គឺដោយសារតែគាត់ប្ដូរត្រកូលដើម្បីរស់នៅអាមេរិកហើយ Kido ដឹងនោះដោយសារតែមេផ្ទះគឺជាមេផ្ទះរបស់គ្រួសារ Kansaki ដូច្នេះប្រកាសណាស់ Takami Shiro នឹងគឺជា Kansaki Shiro នឹងហើយដែល Kido គាត់ចងចាំទៅលើខ្សែភ្នែករបស់ Yui នឹងកំពុងតែស្វែងរកបងប្រុសរបស់ខ្លួនដែលនាងពិតជាចង់ដឹងនិងចង់ជួបជាមួយនឹងបងប្រុសរបស់ខ្លួនមែនទែនដូច្នេះហើយធ្វើឲ្យ Kido គាត់ដឹងថាសម្ដីរបស់ Reiko គឺជាសម្ដីដ៏ត្រឹមត្រូវមួយដូច្នេះក៏បានសុំលោកចាងវាងដើម្បីចាក់ចេញទៅស្វែងរកមនុស្សលោកចាងវាងញញឹមព្រោះជឿថា Kido ពេលនេះយល់ពីអ្វីដែលខ្លួនគួរតែធ្វើហើយដែល Ren ក៏ដេញតាម Kido យ៉ាងស្អិតដោយសារតែគាត់ដឹងថាអ្នកក្រហមកំពុងតែតាមប្រមាញ់ Kido ប៉ុន្តែ Kido ក៏ឈប់ម៉ូតូភ្លាមសួរថាថៃនឹងតាមចាប់ចម្រិតខ្ញុំមែនមនុស្សល្ងីល្ងើដូចជាឯងចឹងគ្មានអាណាចង់ចាប់ទេយើងគ្រាន់តែតាមអ្នកក្រហមនោះតែប៉ុណ្ណោះពេលនោះ Yui ក៏ខលហៅដើម្បីទៅកម្ចាត់ Monster នៅ Global Plaza Ren សន្យាថានឹងទៅប៉ុន្តែមុននឹងទៅនឹងប្រមានទៅកាន់ Kido ថាខ្ញុំមិនខ្វល់ថាឯងត្រូវនាគស៊ីឬមួយក៏អត់នោះទេប៉ុន្តែកុំដេញនាគចេញអសោះអីថៃនឹងអាពេលនេះនៅលើដំបូល Global Plaza ឯនេះវិញបរិសម្នាក់2នឹងត្រូវ Monster ចាប់ទៅហើយនោះសំណាងល្អ Ren ទៅជួយសង្គ្រោះទាន់ពេលវេលានឹងបានខ្លាចជា Kamen Rider Knight ដើម្បីប្រយុទ្ធនៅក្នុងពិភពកញ្ចក់ក្នុងអំឡុងពេលដែល Ren កំពុងតែប្រយុទ្ធនោះ Kido ក៏បានមកកន្លែងនឹងដូចគ្នាហើយគាត់ក៏បានឃើញក្មេងស្រីម្នាក់យំដោយសារតែបាត់ម្ដាយរបស់ខ្លួនធ្វើឲ្យគាត់កើតចិត្តអាណិតយ៉ាងខ្លាំងនិងចង់កម្ចាត់ Monster Yui នៅទីនោះឆ្ងល់ថាតើ Kido មកនឹងធ្វើអី Kido មិនបានឆ្លើយនោះទេបែរជាសួរថាតើ Kansaki Shiro គឺជាបងប្រុសរបស់នាងមែនដែរទេ Yui ក៏បានប្រាប់ថាពិតជាបងប្រុសរបស់នាងពិតមែនដែលគាត់បានបាត់ខ្លួនដោយគ្មានមូលហេតុនោះទេដូច្នេះនាងពិតជាចង់ដឹងខ្លាំងណាស់សម្ដីរបស់ Yui ជាមួយនឹងសម្ដីរបស់ Reiko ហើយនឹងការបាត់បង់ម្ដាយរបស់ក្មេងស្រីទៀតនោះធ្វើឲ្យ Kido កាន់តែចង់ខ្លាចជា Kamen Rider ដើម្បីកម្ចាត់ Monster ប៉ុន្តែ Yui ដាស់តឿនថាបើសិនជាខ្លាចជា Kamen Rider ត្រូវចុះកិច្ចសន្យាជាមួយនឹង Monster ហើយនឹងមិនអាចបកក្រោយបាននោះទេលឺសម្រែកនាគក្រហមបែរជា Kido ហើយកាត់សៀលចោលទៅវិញដើម្បីឲ្យនាគមករកគាត់ព្រោះថាបើមិនកម្ចាត់ Monster នោះទេខ្ញុំនៅមិនសុខឡើយ Yui ឃើញថា Kido សម្រេចចិត្តយ៉ាងមុតមាំទៅហើយនោះក៏ប្រគល់ប្រអប់កាតជាមួយនឹងកាតចុះកិច្ចសន្យាជាមួយនឹងនាគក្រហម Kido ក៏មិនរារែកចិត្តអ្វីទៀតដែរនឹងទទួលយកនាគក្រហមខ្លាចជា Monster របស់ខ្លួនដោយចុះកិច្ចសន្យាជាមួយនឹងគ្នាធ្វើឲ្យទម្រង់ Kamen Rider ដូរទៅជា Kamen Rider Ryuki Ren ឯវិញវាយមិនឈ្នះ Monster នោះទេក៏ធ្លាក់ទៅខាងក្រោមសំណាងល្អ Dark វិញមកជួយសង្គ្រោះទាន់ពេលវេលាប៉ុន្តែ Monster វាដេញបាញ់សំណាញ់ចងជាប់ធ្លាក់ទៅខាងក្រោមនិងតាមសម្លាប់ប៉ុន្តែ Kido សង្គ្រោះទាន់ពេលវេលាធ្វើឲ្យ Ren មិននឹកស្មានថា Kido ចុះកិច្ចសន្យាជាមួយនឹងនាគក្រហមនោះសោះ Kido ប្រើកាត Sword Van ដើម្បីហៅនៅ Drake Saber ដែលមាន damage 2000ហក់កាប់ទៅកាន់ Monster បង្កើតឱកាសមួយប្រើកាត Final Van ដែលជារន្ទះជើង Dragon Rider Kick ដែលមាន damage ដល់ទៅ 6000 ឯណោះមួយជើងបញ្ចប់ជីវិតរបស់ Monster ចេញនៅពន្លឺថាមពលឲ្យអ្នកក្រហមស៊ីជាចំណីដើម្បីកើនថាមពល Kido ដូចជាមិនយល់សោះ Ren ក៏បានមកបញ្ជាក់ពីរឿងរ៉ាវដែល Monster ស៊ី Monster ដើម្បីឡើងថាមពលដូច្នេះហើយទើបយើងតាមប្រមាញ់នាគរបស់ឯង Ren ចាប់ផ្ដើមវាយប្រហារ Kido ទាំង Kido នឹងគាត់ច្បោកច្បល់ហេតុអ្វីបានជា Kamen Rider វាយគ្នាឯងចឹងRen មិនខ្វល់នោះទេប្រើកាត់ Trick Van ដែលជាកាត់បំបីស្រមោលចុំចេញពី3
លីមិនដឹងកាប់មួយណាក៏ចាញ់ក្រំដៃរបស់ Ren នៅតែមិនឈប់ហៅ Wing Lancer ដែលមាន damage 2000មកវាយប្រហារ Kido បន្ថែមទៀតឡើងដួលនៅនឹងកន្លែងតដៃមិនរួចនោះទេនឹងចង់បញ្ចប់ជីវិតរបស់ Kido ជាមួយនឹង Final Ren ប៉ុន្តែ Yui គប់កញ្ចក់បៃខ្ទេចប្រមានទៅកាន់ Ren ថាបើសិនជានៅធ្វើអញ្ចឹងទៀតនឹងផ្ដាច់ទំនាក់ទំនងជាមួយនឹងគ្នា Ren ស្ដាប់សម្ដីរបស់ Yui គាត់ក៏ឈប់ត្រឹមនឹងទៅចុះប៉ុន្តែ Kido ដេញដោលថាមិនបាន Kamen Rider វាយគ្នាឯងអញ្ចឹង Ren តបទៅវិញថាសង្គ្រាមមួយនេះគ្មានគ្នាឯងនោះទេកំពុងតែប្រកែកគ្នាសន្តិសុខនឹងម្ចាស់អគារមកទារលុយសំណងកញ្ចក់ពី Yui ដែលមានតម្លៃ 30,000 yen ប៉ុន្តែមិនមែនជាបញ្ហានោះទេព្រោះថា Kido ជាអ្នកសងជំនួសលុយខ្ញុំនៅណាមិនបានជាវាលាក់ខ្លួនអញ្ចឹងណាអត់ឃើញ Ren ហួសចិត្តក៏ទាញលុយសងជំនួសនឹងស្ដីឲ្យ Kido ថាបើលេបឡាប់អញ្ចឹងកុំលុកដៃរឿងគេអសោះថែមទាំងទាលេខទូរស័ព្ទពី Kido ទៀតដើម្បីទាលុយ 30,000 yen មិនត្រូវអញ្ចឹងមិន Yui ធ្វើបែបហ្នឹងដើម្បីសង្គ្រោះជីវិតរបស់ឯងហ្នឹងហើយដូច្នេះឯងត្រូវតែចេញលុយថ្លៃកញ្ចក់នេះយកក៏យកទៅអញ្ចឹងតែដូចជាមិនចង់ឲ្យមិនទេ Ren កញ្ឆក់ញាច់យកទៅបាត់នៅ Original Shimada ដូចជាចាប់អារម្មណ៍ថាចាងវាងលេងលបែងក៏ចាប់ផ្ដើមបទាបតប់គ្នាពេញនឹង Kido ឆ្លៀតរកាក៏លួចលបប៉ុន្តែត្រូវចាងវាងចាប់ជាប់បាត់ហើយសួរថាអាលងើស៊ីនជីមិនហើយទៅយកព័ត៌មានបានស្អីខ្លះហើយនឹងមិនសូវមិញខ្ញុំបានទៅដល់កន្លែងទៅយកព័ត៌មានបានមកកភ្លុះប៉ុន្តែ Reiko ថាដូចជាមិនឃើញសោះតើ Kido នឹងទៅយកព័ត៌មានណាទៅ Kido រត់ទៅបកស្រាយដួលខ្ពកនឹងប្រាប់ថាតាមពិតទៅខ្ញុំមានវិធីយកព័ត៌មានផ្សេងពី Reiko ចឹងហើយបានជាមិនឃើញខ្ញុំហ្នឹងចឹងហ៎ចុះបានព័ត៌មានអីខ្លះហើយប្រាប់តិចមើលព័ត៌មានហ្នឹងគឺថាណែស្អីគេទេខ្ញុំដូចភ្លេចបាត់ហើយក៏ងាកទៅកាន់ Yui បានដាស់តឿនទៅកាន់ Ren កុំឲ្យធ្វើអញ្ចឹងដាក់ Kido ទៀត Ren យល់ព្រមប៉ុន្តែតបទៅវិញថាចាំមើលទៅដល់ថ្ងៃខាងមុខអាលងើនោះវានឹងផ្ដល់ការលំបាកទៅឲ្យពូយើងហើយក្រឡេកទៅកាន់សាលាបឋមមួយដែលដល់ពេលចេញទៅផ្ទះហើយប៉ុន្តែមានសិស្សមួយក្រុមកំពុងតែបន្តធ្វើលំហាត់និងបន្លាយទៅកាន់សិស្សម្នាក់ថាមានខ្មោចជុំក៏ដុំឆែបលោកគ្រូណាកាមេរ៉ាសោះលេងអីចឹងទេឲ្យលោកគ្រូសុំទោសផងប៉ុន្តែលោកគ្រូចង់ប្រាប់កូនថាត្រឡប់ទៅផ្ទះវិញសិនទៅឈប់សម្ដែងធ្វើសិស្សល្អទៅណាព្រោះថាថ្ងៃឃើញដូចខ្ជិលដល់នេះដូចអ្នកកំពុងមើលរឿងចឹងបន្ទាប់ពីសិស្សទាំងអស់ត្រឡប់ទៅផ្ទះវិញគឺបានបង្ហាញថាមាន monster មួយក្បាលកំពុងតែចាប់គោលដៅទៅកាន់លោកគ្រូណាកាមេរ៉ាពេលរាត្រីក៏បានឈានចូលមកដល់លោកចាងវាងក៏សុំឲ្យ Kido នឹងទៅទិញអាហារពេលរាត្រីប៉ុន្តែនៅតាមផ្លូវនោះគឺមានបុរសប្លែកមុខម្នាក់នៅក្នុងកញ្ចក់បាននិយាយទៅកាន់ Kido ថាសូមឯងប្រយោជន៍ទៅព្រោះសេចក្តីបញ្ចប់គឺមានតែ Rider មួយតែប៉ុណ្ណោះទើបអាចរក្សាជីវិតបានឯងត្រូវតែប្រយុទ្ធថាតាកែដែលពេលជាមួយនឹងគ្នាលោកគ្រូណាកាមេរ៉ាត្រឡប់ទៅផ្ទះវិញក៏ត្រូវ Monster ចាប់គាត់ឡើងទៅលើកញ្ចក់អគារបាត់ទៅ Kido បានលើសម្រែកដែរប៉ុន្តែទៅដល់កន្លែងកើតហេតុគឺបានឃើញតែ Ren តែប៉ុណ្ណោះ Kido ចាប់ផ្ដើមឆ្ងល់ហេតុអ្វីបានជា Ren នៅកន្លែងហ្នឹងប៉ុន្តែ Ren ដូចជាមិនខ្វល់ឡើយក៏បានចាក់ចេញទៅបាត់និងបានឃើញ Dark Wing នៅក្នុងកញ្ចក់ដែលលោកគ្រូណាកាមេរ៉ាត្រូវ Monster ចាប់ទៅស្អែកឡើង Kido ក៏បានសួរនាំ Yui ថាតើរាល់ថ្ងៃហ្នឹងរស់នៅជាមួយនឹងអ្នកណាគេទៅ Yui ប្រាប់ថារស់នៅជាមួយនឹងលោកយាយរបស់គាត់ដែលបានទៅវិសមកាលហើយដូច្នេះហាងតែមួយនេះគឺបិទជាបណ្ដោះអាសន្ន Kido ឆ្ងល់ថាតើ Yui មិនរស់នៅជាមួយនឹងឪពុកម្ដាយរបស់ខ្លួនទេ Yui តបទៅវិញទាំងសោកសៅថាឪពុកម្ដាយរបស់នាងគឺលាចាកលោកតាំងពីនាងនៅកុមារមកម្ល៉េះបងប្រុសរបស់នាងក៏បានផ្លាស់ទីលំនៅទៅរស់នៅប្រទេសអាមេរិកទៀតក៏ធ្វើឲ្យ Kido ចាប់អារម្មណ៍ថាបងប្រុសរបស់ Yui គឺជាបុរសដែលគាត់បានឃើញនៅក្នុងកញ្ចក់កាលពីយប់មិញ Yui លឺឲ្យសប្បាយចិត្តគិតថានឹងដឹងពីដំណឹងបងប្រុសរបស់ខ្លួនប៉ុន្តែ Kido បញ្ជាក់ថាបងប្រុសរបស់ Yui បានត្រឹមតែប្រាប់គាត់ឲ្យប្រយុទ្ធជាមួយនឹង Kamen Rider ដទៃទៀតតែប៉ុណ្ណោះរួចក៏បានបាត់វត្តមានចេញទៅបាត់ទៅ Yui បានបញ្ជាក់ប្រាប់ទៅកាន់ Kido ថាបងប្រុសរបស់នាងនឹងហើយគឺជាអ្នកបង្កើតប្រអប់កាតដែល Ren ក៏ធ្លាប់ប្រាប់នាងដែរថាបានឃើញបងប្រុសរបស់នាងនៅក្នុងកញ្ចក់ប៉ុន្តែ Yui មិនជឿព្រោះថានាងបានឃើញ Monster តាំងពីនៅក្មេងមកម្ល៉េះប៉ុន្តែគ្មានអ្នកណាជឿនាងឡើយមានតែបងប្រុសម្នាក់តែប៉ុណ្ណោះប៉ុន្តែនៅថ្ងៃមួយគាត់ត្រូវបានបង្ខំទៅរស់នៅអាមេរិកហើយនឹងសន្យាថានឹងការពារ Yui ដូច្នេះនាងមិនចង់ជឿថាបងប្រុសរបស់ខ្លួននៅក្នុងកញ្ចក់នោះទេប៉ុន្តែបើសិនជា Kido បានឃើញដែរនោះអញ្ចឹងបានន័យថាវាគឺជារឿងពិតហើយនឹងចាប់ផ្ដើមគិតថាបងប្រុសរបស់នាងគឺជាអ្នកបង្កើត Monster ដើម្បីឲ្យស៊ីមនុស្សនឹងហើយប៉ុន្តែ Kido សុំឲ្យ Yui គិតអ្វីវិជ្ជមានបន្តិចទៅវាអាចថា Kansuki Shiro បង្កើតប្រអប់កាតដើម្បីកម្ចាត់ Monster ការពារមនុស្សក៏ថាបានដែរ Yui នៅតែស្មុគស្មាញគាត់ចង់ការបញ្ជាក់ដ៏ច្បាស់លាស់មួយមិនមែនជាការសង្ស័យនោះទេ Kido ក៏សន្យាថាខ្ញុំជាអ្នកបង្ហាញទៅចុះថានឹងប្រែកាយជា Kamen Rider ដើម្បីការពារមនុស្សចំណែក Ren បានឈ្មោះទៅកាន់សាលាបឋមសិក្សាដែលមាន Monster ប្រមាញ់ទៅកាន់លោកគ្រូកាលពីយប់មិញដែលឃើញថា Monster វាមានដល់ទៅ3ក្បាលឯណោះ Kido ឮសំឡេងកញ្ចក់ក៏ឈ្មោះទៅយ៉ាងលឿន
ដែល Monster វាចាប់គោលដៅទៅកាន់ក្មេងស្រីម្នាក់ដែលកំពុងយកសម្រាមទៅបោះចោលសម្លាងល្អ Kido ទៅការពារទាន់ពេលវេលានិងត្រៀមខ្លួនដើម្បីកម្ចាត់ Henshin លើកនេះជិះម៉ូតូចូលត្រឹមត្រូវដើម្បីកម្ចាត់ Monster ដែលមានឈ្មោះថា Gigazil ប៉ុន្តែត្រូវបានវាដាក់ឡើងប៉ល់ Kido ប្រើកាត Sword Van ដើម្បីហៅ Drake Saber មកតតាំងជាមួយនឹងវាក៏ត្រូវ Gigazil វាយកំបិតហោះទៅខាងលើ Kido ក៏ចងចាំទៅលើសាច់ស្នៀតរបស់ Ren ដូច្នេះក៏ដឹងសាច់ស្នៀតរបស់សត្រូវទាញដាវកាប់ទៅកាន់ Monster ព្រមទាំងមានឱកាសប្រើកាត Strike Van ទាញនៅ Drake Claw ដែលមាន damage ដល់ទៅ 2000 ឯណោះបញ្ចប់ជីវិតរបស់ Gigazil ភ្លាមនោះក៏បានឮសំឡេងក្មេងស្រី Strike Kido ក៏បានរត់ទៅយ៉ាងលឿនបែរជាឃើញ Ren និង Darkwing នៅក្រោយក្មេងស្រីធ្វើឲ្យ Kido កើតចិត្តសង្ស័យថា Ren ចង់ឲ្យ Darkwing ស៊ីក្មេងស្រីនឹងជាចំណី Ren ដូចជាមិនចង់បកស្រាយច្រើនទេក៏ចាក់ចេញទៅបាត់ទៅប៉ុន្តែនៅខាងក្រៅ Yui មកសួរនាំថាតើ Monster នឹងវាទៅណាបាត់ហើយ Ren បានប្រាប់ថាវារត់ទៅបាត់ហើយ Kido បែរជាគិតថា Ren និយាយកុហកព្រោះថា Monster គាត់កំចាត់បាត់ហើយតើមាន Monster មកពីណាទៀតទៅនៅពេលដែល Ren ជាមួយនឹង Yui ចាក់ចេញទៅបាត់នោះ Reiko ក៏មកយកព័ត៌មាននៅទីនោះ Kido ប្រាប់ថាក្មេងស្រីមិនអីនោះទេប៉ុន្តែ Reiko ឆ្ងល់ថាក្មេងស្រីអីទៅនាងមកយកព័ត៌មានពីលោកគ្រូ Nakamura ដែលបានបាត់ខ្លួនកាលពីយប់មិញនោះទេលឺអញ្ចឹង Kido កាន់តែសង្ស័យថា Ren គឺប្រើ Darkwing ឲ្យចាប់លោកគ្រូជាចំណីនិងតាមចាប់សិស្សបន្តទៀតក៏រត់ចេញទៅតាម Ren យ៉ាងលឿនប៉ុន្តែភ្លេចឈ្មោះក៏ស្រែកហៅ Ron ណា Ron Ren តប៉ែពេកក៏ឈប់ម៉ូតូប្រាប់ថាឈ្មោះយើងមិនមែនចឹងទេអាល្ងើមែនទេចឹងហើយឈ្មោះអីគេទៅតែខ្ញុំអត់ខ្វល់ទេសំខាន់ណាស់លោកឯងចង់ឲ្យ Darkwing ស៊ីក្មេងស្រីជាចំណីមែនអោអាល្ងើអើយបើទំនេរខ្លាំងចឹងទៅលក់កាសែតវិញទៅខ្ញុំមិនមែនអ្នកលក់កាសែតទេខ្ញុំអ្នកសារព័ត៌មានណាបើជាអ្នកសារព័ត៌មានមិនបានជាសន្និដ្ឋានអ្វីដូចឈួតអញ្ចឹងមិនចេះគិតសោះខ្ញុំគិតច្បាស់ខ្លាំងណាដោយសារតែខ្ញុំដឹងថា Monster វាឃ្លានចំណីដូច្នេះហើយលោកឯងឲ្យវាស៊ីលោកគ្រូហើយស៊ីសិស្សធ្វើជាចំណីទៀតឲ្យវានឹងខ្លាំងដើម្បីវាយ Rider ផ្សេងហ្នឹងអីបើឯងពូកែអញ្ចឹងសងលុយយើងមកអញ្ចឹង 30,000 yen អូ 30,000 yen ហ្នឹងវាមិនជាបញ្ហាអ្វីទេភ្លាមនោះម្ចាស់ផ្ទះជួលក៏ខំមកទារលុយថ្លៃជួលបដ ாய் ប៉ុន្តែ Kido សុំសម្រួលថាអូយអត់លុយទេលោកម្ចាស់អើយលុយវាមិនសំខាន់ទេប៉ុន្តែសំខាន់ឥឡូវវាអត់លុយក៏ងាកទៅកាន់ Reiko គាត់បានសួរនាំក្មេងស្រីពីការបាត់ខ្លួនរបស់លោកគ្រូ Nakamura ប៉ុន្តែអ្នកទាំងពីរដូចជាមិនដឹងនោះទេដែលគិតថាប្រហែលជាពាក់ព័ន្ធជាមួយនឹងរឿងខ្មោចក្នុងសាលាទៀតដឹង Reiko ក៏ចង់យករឿងខ្មោចលងក្នុងសាលានោះប្រាប់ទៅកាន់ចាងវាងប៉ុន្តែចាងវាងដេកលក់បាត់ជុំក៏ដុំឆែបអាណាគេនៅមុខយើងនោះវើយណែយើងគួរតែធ្វើអញ្ចេះល្អទៅធ្វើអញ្ចឹងទៅធ្វើឯងមកគិតមើលអីណាតាមពិតដេកលក់សោះហ្នឹងម្នាក់កូនតន់ចប់ផងមកមួយទៀតបដ ாய் ដែលរើអីវ៉ាន់មកនៅក្រុមហ៊ុនដោយសារតែម្ចាស់ផ្ទះហ្នឹងដេញចេញពីផ្ទះជួលបាត់ហើយក៏ត្រូវ Reiko ស្ដីឲ្យ Kido នេះមិនមែនជាផ្ទះមិត្តភក្តិអីណាមិនត្រូវយករបស់ផ្ដេសផ្ដាស់មកដាក់ក្នុងអាហ្វីទេលឺអត់ចាងវាងខ្លាច Reiko ស្ដីឲ្យដែរក៏រៀបចំរបស់ខ្លួនឯងរួចហើយក៏បានប្រាប់ទៅកាន់ Kido ថាត្រូវឲ្យ Shinji ឯងមិនគួរណាមិនមានច្បាប់ទម្លាប់អញ្ចឹងសោះតាមពិតតែខ្លួនឯងចឹងដែរសោះហ្នឹងស្ដីឲ្យ Kido មិនទាន់ទាំងចប់ផងស៊ីម៉ាដាក៏បានយកបង្គួយមកចិញ្ចឹមនៅ office ទៀតមិនដឹងជាស្អីទេបុគ្គលិកនៅក្រុមហ៊ុននេះដូចជាកោដល់ហើយល្ងាចឡើង Ren នៅតែតាមដានក្មេងស្រីទាំងពីរនាក់ជាមួយនឹង Darkwing យ៉ាងជាប់ដែល Kido កំពុងតែគិតថាតើ Ren កំពុងតែប្រមាញ់ចំណីឲ្យ Monster របស់ខ្លួនទៀតអត់ណោះនៅមិនសុខក៏ជួបជាមួយនឹង Yui ដើម្បីប្រាប់ពីរឿងដែលគាត់សង្ស័យទៅលើ Ren ដែលគិតថា Ren មិនគួរឲ្យជឿជាក់នោះទេប៉ុន្តែ Yui តបទៅវិញថា Kido មិនស្គាល់ Ren ច្បាស់នោះទេនៅក្នុងកែវភ្នែករបស់នាងជឿជាក់ Ren ជាង Kido ទៅទៀតព្រោះនាងបានឃើញឆន្ទៈនៃការប្រយុទ្ធរបស់ Ren រាប់មិនអស់នោះទេដូច្នេះហើយនាងជឿជាក់ Ren ដោយគ្មានការសង្ស័យអ្វីឡើយពេលព្រឹកក៏បានឈានចូលមកដល់ Reiko យកព័ត៌មានមិនបានក៏អង្គុយមើលឈ្មោះមនុស្សដែលបានបាត់ខ្លួនលេងចំណែកឯ Kido ចាក់ចេញតាំងពីព្រលឹមដើម្បីទៅតាម Ren និងប្រាប់ថា Yui ជឿជាក់ Ren តែគាត់មិនជឿ Ren ទេ Ren សាំចិត្តពេកក៏វាយ Kido ដើម្បីកុំឲ្យមកពាក់ព័ន្ធជាមួយនឹងគាត់ទៀតប៉ុន្តែ Kido នៅតែចង់ពាក់ព័ន្ធដោយអះអាងថាខ្លួនគឺជា Kamen Rider ដែលជួយមនុស្ស Ren លឺអញ្ចឹងវាយថែមនឹងសួរថាឯងអន់អញ្ចឹងតើការពារមនុស្សយ៉ាងម៉េចទៅ Kido ក៏វាយបកទៅវិញបង្ហាញពីកម្លាំងសមត្ថភាពរបស់ខ្លួននិងទាញខ្សែករបស់ Ren ដាច់ដែលនោះគឺជាចិញ្ចៀនគូស្នេហ៍ដូច្នេះធ្វើឲ្យ Kido សង្ស័យថា Ren ប្រយុទ្ធគឺដើម្បីគូស្នេហ៍របស់ខ្លួនដូច្នេះ Kido ក៏បង្ហាញថាខ្លួនក៏មានឆន្ទៈដែរគឺធ្វើជា Rider ដើម្បីការពារមនុស្សជាតិប៉ុណ្ណឹងវាមិនគ្រប់គ្រាន់នោះទេនៅក្នុងសមរភូមិមួយនេះបើសិនជាឯងមិនប្រយុទ្ធនោះឯងមិនអាចរស់បានឡើយតើឯងមានឆន្ទៈនឹងបន្តជីវិតរបស់ខ្លួនដែរឬទេមានគឺខ្ញុំនឹងប្រយុទ្ធដើម្បីសងលុយឯងបើខ្ញុំមិនទាន់សងលុយទេខ្ញុំមិនបាត់បង់ជីវិតឡើយអាល្ងើឯងនេះពិត
ជាឈួតមែនងាកទៅកាន់សាលាបឋមសិក្សាដែល Monster សល់ពីក្បាលវាចាប់ផ្ដើមសកម្មភាពប្រមាញ់ក្មេងស្រីទាំងពីរនាក់ Kido និង Ren បានលឺសំឡេងក៏ទៅជាប្រញាប់ដើម្បីជួយសង្គ្រោះក្មេងស្រីពីកន្លែងគ្រោះថ្នាក់ដោយសុវត្ថិភាពជាមួយនឹងល្បឿនរបស់ Monster នោះ Kido ក៏បានដឹងថាតាមពិតទៅ Darkwing ពេលនោះគឺការពារក្មេងស្រីនោះទេដូច្នេះក៏បាននិយាយសុំទោសទៅកាន់ Ren ប៉ុន្តែនេះមិនមែនជាពេលសុំទោសនោះទេអ្នកទាំងពីរក៏បានខ្លាចជា Kamen Rider ដើម្បីចូលទៅក្នុងពិភពកញ្ចក់ Ren ចង់វាយទៅកាន់ Megazil ដើម្បីសងសឹកព្រោះល្បឿនរបស់វាលឿនខ្លាំងពេកធ្វើឲ្យគាត់មិនអាចជួយសង្គ្រោះទៅកាន់លោកគ្រូ Nakamura បានហើយពេលនេះនៅតែមិនអាចព្រោះថាវាដូចជាលឿនដល់កហើយ Kido ក៏ពិបាកវាយជាមួយនឹង Gigazil ដូចគ្នាដោយសារតែវារត់លឿនហើយបកមកវាយ Kido រហូតទាល់តែគាត់នឹងខ្ទាតចេញទៅខាងក្រៅ Ren ដេញវាយ Megazil នៅលើដំបូលឯណោះក៏របួសទាំងពីរនាក់ធ្វើឲ្យ Ren នឹងធ្លាក់មកខាងក្រោមក៏ចាប់ផ្ដើមប្រើកាត់ Advance ហៅ Darkwing បុក Megazil Kido ឃើញអញ្ចឹងក៏ធ្វើតាមហៅ Track Raider ព្រោះភ្លើងទៅកាន់ Gigazil បង្កើតឱកាសមួយដាក់កាត់ Final Vent ទាំងពីរនាក់ជាមួយនឹងរន្ទះជើង Dragon Rider Kick Damage 6000 និង Flying Lancer Damage 5000បញ្ចប់ជីវិត Monster ពីរក្បាលបានសម្រាប់នៅពេលដែលអ្នកទាំងពីរត្រឡប់ទៅហាងតែវិញដូចជាកង់គ្នាដល់ហើយសូម្បីតែហៅតែញ៉ាំនឹងក៏ឆ្លោះគ្នាទៀតងាកទៅកាន់ Reiko បានសង្កេតឃើញថាមានមនុស្សបាត់ខ្លួន4នាក់មានចំណង់ចំណូលចិត្តជាមួយនឹងគ្រឿងអលង្ការបុរាណដូច្នេះក៏គិតថាវាក៏ជាតម្រុយមួយដើម្បីស្វែងរកមនុស្សបាត់ខ្លួនមួយដែរក៏បានឆ្ពោះទៅហាងអលង្ការមួយកន្លែងដែលមានមនុស្សបាត់ខ្លួនជាញឹកញាប់ហើយក៏បានបង្ហាញថានៅក្នុងហាងគឺមានបុរសម្នាក់ជា Kamen Rider ដែលបានចុះកិច្ចសន្យាជាមួយនឹង Monster រួចជាស្រេចដែលនោះគឺជា Volcancer ចំណែកឯ Kido នៅវិញគាត់បានសួរនាំរឿងបងប្រុសរបស់ Yui បន្ថែម Yui បានប្រាប់ថាបងប្រុសរបស់នាងគឺបានសន្យាថានឹងការពារនាងចាប់ពីពេលនោះមកគាត់ក៏បានបាត់ខ្លួនជាមួយនឹងប្រអប់កាតដែលគាត់បានបង្កើតនិងធ្វើឲ្យ Rider ប្រយុទ្ធគ្នាដែលនាងដូចជាមិនយល់សោះថាហេតុអ្វីបានជាគាត់ធ្វើបែបហ្នឹង Kido ធ្វើជានិយាយធម្មតាថាអូប្រហែលជាគេវាយយករង្វាន់អីចឹងទេណាប៉ុន្តែខ្ញុំមិនខ្វល់ទេព្រោះខ្ញុំខ្លាចជា Kamen Rider គឺដើម្បីកម្ចាត់តែ Monster តែប៉ុណ្ណោះបន្ទាប់មកក៏ជូនពរទៅកាន់ Yui ឲ្យស្វែងរកបងប្រុសរបស់ខ្លួនឃើញយប់ជាមួយនឹងគ្នានោះ Reiko គាត់បានពិនិត្យនៅហាងវត្ថុបុរាណមួយដែលមាននារីម្នាក់មកប្រាប់ថាហាងហ្នឹងគឺបានបិទប្រមាណសប្តាហ៍ហើយដោយសារតែម្ចាស់ហាងមិនដឹងទៅណាឡើយប៉ុន្តែដោយសារតែ Reiko ចង់យកព័ត៌មានគាត់ក៏បានដើរចូលទៅក្នុងហាងតាមម្នាក់ឯងស្រាប់តែមានមនុស្សម្នាក់បំរុងនឹងចាប់ចម្រិតនាង Reiko ក៏ស្រវេស្រវាវាយកញ្ចក់បាយខ្ទេចនិងស្រែកមួយទំហឹងធ្វើឲ្យនារីនៅខាងក្រៅគាត់បានឮនិងស្រែកឲ្យគេជួយជនបង្កក៏បានវាយ Reiko សន្លប់និងចាក់ចេញទៅបាត់ទៅស្របពេលដែលប៉ូលីសស៊ើបអង្កេតម្នាក់មកជួយអន្តរាគមន៍ដែលមានឈ្មោះថា Sudo ដែល Kido មិនបានដឹងនោះទេដេកទាល់តែថ្ងៃចាងគូតទើបភ្ញាក់មកនឹងសួរនាំថាដូចជាមិនឃើញ Reiko សោះនេះលោកចាងវ៉ាងក៏ឌឺដងថា Reiko មិនមែនខ្ជិលដូចឯងណាអាល្ងើស៊ីនជីអើយភ្លាមនោះខាងមន្ទីរពេទ្យក៏ខលមកឲ្យដំណឹងថា Reiko គឺកំពុងតែសម្រាកនៅមន្ទីរពេទ្យអូថាម៉េច Reiko សម្រាកនៅមន្ទីរពេទ្យ Reiko អើយ Reiko អើយមិនអើយស្រែកឡើងពេញមន្ទីរពេទ្យទីនោះក៏មានលោកប៉ូលីសស៊ើបអង្កេត Sudo ផងដែរដូច្នេះ Reiko ក៏បានណែនាំអ្នកទាំងពីរឲ្យស្គាល់គ្នាលោកប៉ូលីសស៊ើបអង្កេត Sudo ក៏សុំឲ្យ Reiko ឈប់ស៊ើបអង្កេតនៅក្នុងហាងមួយនោះព្រោះថាមនុស្សបាត់ខ្លួនវាមិនពាក់ព័ន្ធជាមួយនឹងក្នុងហាងនោះឡើយប៉ុន្តែ Reiko ឆ្ងល់ថាម្ចាស់ហាងមួយនោះដែលមានឈ្មោះថា Kaga Tomoyuki ក៏បានបាត់ខ្លួនដូចគ្នាដូច្នេះវាប្រកាសណាស់មនុស្សបាត់ខ្លួនគឺវាពាក់ព័ន្ធជាមួយនឹងហាងមួយនោះប៉ុន្តែ Sudo នៅតែអះអាងថាមិនមែននោះទេនឹងសុំឲ្យ Reiko ឈប់ពាក់ព័ន្ធទៀតទុកឲ្យប៉ូលីសជាអ្នកធ្វើការទៅចោះReiko ក៏មិនប្រឆាំងអ្វីដែរប៉ុន្តែក្រោយពី Sudo ចាក់ចេញនាងក៏ពឹងឲ្យ Kido ស្វែងរកលោកម្ចាស់ហាងដែលមានឈ្មោះថា Kaga ដើម្បីឲ្យដឹងថាតើគាត់បាត់ខ្លួនឬមួយក៏មិនមែនមុននឹងទៅរក Kaga Kido បានសួរថាភ្នែកនឹងថៃនឹងអូមានឈឺស្អីស្ទាយទៅនៅពេលដែល Kido កំពុងតែស្វែងរក Kaga នោះស្រាប់តែបានឮសំឡេងកញ្ចក់ដោយសារតែ Volcancer វាចាប់គោលដៅរកចំណីទៅកាន់នារីម្នាក់ប៉ុន្តែសំណាងល្អ Kido ទៅទាន់ពេលវេលានឹងខ្លាចទៅជា Ryuki ដើម្បីចូលវាយក្នុងពិភពកញ្ចក់ប៉ុន្តែ Volcancer វាស៊ីមនុស្សច្រើនពេកធ្វើឲ្យវានឹងរៀងខ្លាំងបន្តិចរំពេញនោះក៏មានវត្តមានរបស់ Kamen Rider ថ្មីមកដល់ដែលនោះគឺជា Kamen Rider Caesar ដែលជាម្ចាស់កិច្ចសន្យារបស់ Volcancer នឹងឯង Kido គិតថាសួរនាំធម្មតាប៉ុន្តែត្រូវបាន Caesar ដាក់លងទួសាច់ដោយមិនឲ្យ Kido និយាយអ្វីសូម្បីតែមួយម៉ាត់សោះឡើយពេលនោះក៏មានវត្តមានរបស់ Ren នឹងស្ដីឲ្យ Kido ថាមិនបានជាឯងមានវាយទៅCaesar ឯនៅវិញឃើញ Kamen Rider ដល់ទៅ2ក៏បានចាក់ចេញទៅបាត់ទៅ Ren ក៏ចាក់ចេញទៅយ៉ាងលឿនដូចគ្នាឆ្ពោះទៅហាងវត្ថុបុរាណដោយសារតែគាត់ជឿថា Kamen Rider Caesar និង Volcancer គឺនៅក្នុងហាងមួយនោះ
khi đâu mà tám xua nom đánh đau rén có mình lẹ bằng đá prap thảo Volcancer cứ nơi trong hang mùi nụ đại với ai thả mà cho hang Kaga cứ chia Kamen Rider Caesar đối chứ này dương nâng ai pro đau nơi tin nít tai mà đâu khi đâu chỉ lão đã thả ấy nâng hộ tao vay kia nâng anh ấy thích thả cái là hốt khi mình sẽ đập sầm đây Kansaki Shiro đối chỉ ấy đấy khi nhâm nâng bình chọc sầm kia mới đi mà nè đi bật chia là nghĩ là ngơ men khi đâu có chỗ từ strike rock mà cho hang vận tải bay chỉ rơi sudo đinh pro rầm khán ca như đó bọc boli khi đâu có mình hiền nơi đấy vận tải lùi đạn nem cắt ao Kaga tẹt tôn từ cản cỏ nước bây đại khi đâu chạy trình nu rén còn đinh tam đảm bây từ đi đâu khi nhâm mình next man thả là nghĩ là ngơ đôi chị ấy lại chỉ chia Kamen Rider sao cho ấy nâng khoản ba ấy tới họ tàu vay kia sao ấy ớt cất đôi UI cầm pung chả xoay rock bom pro bao niên thế ấy cácประโยชน์kia này hơi cứ chỉ cả xoay rock bom pro bao UI mùi vinh tiết nước không sờ mò được hồ mùi ní dương từ taiประโยชน์bảo xin chị anh mìnhประโยชน์nuôi tế anh nâng mình ai cho ruột bàn lợi về để tây các bạn chiến cho mặt đó nơi hang vật thô bò rạn mà chắc cách sau này ra là bảo Volcancer khơi nem ca là bảo khí đầu đủ cho nên các bạn kho từ xu nom đại khí đâu cất thả nút cứ chưa mà trả hang Kaga hỏi có chiếc Kamen Rider Caesar đối với con có trong sầm rùa kia ao chụpประโยชน์พวกคนแต่จังดังปีKansaki Shiroแต่ปนนอโดยสารแต่ยูอีเชียร์ปอนสไลด์บอกว่านั่งกำปงแต่สวายโรนิยายแบบนู้นถั่วไอซีเซอร์ดังถ่ายูอีคือเชียร์ปอนสไลด์บอกKansaki Shiroนังบ้าบรรชาเอาคีโดปรับกอดไปยูอีเฮานั่งKamen RiderนายจิมบนสันเติบกอดปรับไปวัตมิระบอกKansaki Shiroโดยสารแต่จัดจังบรรชบการประโยชน์นี้คีโดก็วันปรับออร์ลิงปรักหลังคีโดก็เจนเตอร์อย่างเลื่อนดำไปจูบซีเซอร์แต่งเชื่อทานหนังดอสไลด์การประโยชน์บาหน่อยtôi tôi vinh rèn trở ban Volcancer lùi vềประหารทั่วไอแลนด์บกอดบัตเตอร์ให้ก็เงี้ยแต่กันคีโดกับพุ่งแต่โรงจำซีเซอร์ในกันไล่นาจูบคณีนู้บายจีเมียนการรีบอ่อนเตะต่ำเละทงไปเลยคีโดบัดมอชังได้แต่นี้คือสเตจิตรงเวอร์บอซีเซอร์ปั่นแต่คีโดบันกิคล้วนโดยสารแต่คล้ายจี Kamen Rider ได้อันเตะมันบันไวโยกใต้มาดงซีเซอร์กับบันประกาศสไตรค์แวนก็หายในซีเซอร์สปินช์ได้มีดีเมจมวยปอนเวแต่กันคีโดคีโดในแต่จองจอจ้าโดยเฉพาะกับประกาศการ์ดแวนได้มีดีเฟนปีปอนโรงซีเซอร์ในแต่มันสดับไวประหารโหดต่อตะใบรอนเนียงดีเฟนปีปอนบอกคีโดกรอเลตกันเรนอันเวิงคือมันบานครูธนาแต่ดอจีวันนูตีปันใต้ชงอถาไม่บานจีซีเซอร์ดังปีซาวดาระบอกก่อนก็ช่วยตัวห้างวัตถุโบราณสำหรับแต่บ้านคืนจนแจ้งในคราวกันเจาะใบสามนั่งเวียบแปรโดยเฉพาะกับบ้านจิกก่อเมื่อสำหรับแต่เละเวนต้าระบอมาจากห้างKagaได้สะสมแต่งมูลคือกับนึกนงจนแจ้งหนึ่งไอเพื่อไอเรนบ้านดังท่าKamen Rider Caesar คือมันแมนเชื่อมาจากห้าง Kaga นู่นเต้ได้ Caesar ในแต่จ้องบรรจบจีว่าระบบคีโดเพื่อไอคีโดจองจำสำได้ระบบ Kansaki Shiro จีจ้องบรรจบ Rider คือเมียนแต่มันเนี่ยแต่เป็นนอได้อายุหนึ่งแรนในใจถ่านึกขนมสมอร์ผูมวยนี้บ่ไอ้มันประยุทธ์ไอ้หนึ่งสลับโดยเฉพาะคีโดกับประกาศสไตรค์แวนฮาวตรากอนคลอได้มีดีเมจปีปอนซีเซอร์ประกาศแวนดำไปตีนรอนแนงมีดีเฟนปีปอนโดยขี้โรงจบกับพัดแมนปัตตายปางลางช่างง่ายทั่วไอออกไปวิเลียนในขนมกันจ่าโดยเฉพาะกับบังคับจัดจะจังปีกันไหลนั่งบัตเตอร์ปัตตายจ้องตัวทั่วบ้านยูอีมาดองโดยสายแต่ดึงฐานนี้คือชิปโอนสเตรดบอกKansaki Shiroและในขนมห้างคือบ้านคืนกันได้ก็สมกอชมัวบอกยูอีก็ดังทางซีเซอร์กำปุงแต่จังทั่วบ้านยูอีโดยเฉพาะก็จังตัวอย่างเลื่อนกลายปีเรนบ้านจะจังนู่โอลี่ก็บ้านมันทั่วกระสอบวิจัยสะสมระบอบมาจากห้างKagaแต่บ้านคืนถ่าสลับโดยชิปประมาณสัปดาห์คีโดก็จะประดามชงอพลีมถ่าตาซีเซอร์คือจีนานาเกบ้านมาจากห้างบัดบองจีบัตตาหอยนั่งได้โอลี่บายจีซองไซถ่าเรโก้คือจีเคตะกอโปรทางการไปยบไม่เนียงโดยจีบังกอการปะตังกิ๊กในขนมห้างเรโก้บอกสไลด์ฐานนี้คือจีจุนรงครูเตต้าเมื่อแต่ระบายการระบอลลูปลิซูโดตึกดังไงตอนแต่ลูปลิตังปีอ่างท้ามันมีนการเรียกาเอาไว้นู่นเต้ทั่วเอาเรโก้สองสายท้าซูโดนี่เฮ้ยคือจีจุนบังกอนี่ยัยตัวดอซูโดแต่กดบ้านตัวสวายโรยูอีได้บังหันถากล้วนคือจีโพลิเซอร์อังกฤษหนึ่งบ้านเราเคยล้านKansaki Shiroได้จีบอมประดับยูอีนึงบ้านตกเจ้าโดยเฉพาะจังเอายูอีตื่นทั่วไอกษาในโปโพลิดำไปตัวโยกหมกวิ่งยูอีปัจจุบันจุดแมนเทนปลุกกระถาวิอาชีดำร้อยสวายโรบอมประดับเนียงตัวตัววิ่งใบจีเตอร์ซูโดดัดน้ำสันดำหายกับบ้านบังหันท่าไปนี่หายคือจีKamen Rider Caesarเรนรถมาพินัดมือยูอีคือมันเคยอยู่เต้ก็จะจังเตอร์เชี่ยปล่อยยับสำหรับแต่บ้านคืนลานมุ้ยเก็บสำเร็จบัมเปอร์ระบยูอีก็ดังท่าเนียงตระบานจับจำรัดสำหรับเปได้คีโดมาห่างใต้สำหรับแต่บ้านคืนเรนกำพุ่งแต่ดังตามลานระบซูโดได้ดังปีกร้อยโดยชี้มันตอนซ้อก็บอลสเตปปีมุกทั่วไอวะและกองมวยจมเพียงบาดเตอร์เฮ้ยเรนก็รู้ตัวได้เอาถ้าให้ระบบ้านจะจับยูอียังกรอนแต่จังยงเลี้ยงทั่วจีโยนกาปีคล้วนแต่ปนนอได้ซาแต่เนียงคือจีพอนสไลด์บอกKansaki Shiroหัวไอเรนขังมันเต้นก็จังไว้ขี้ซูโดก็มันคลายได้ปนแต่ไปนุก็มีวอตเตอร์มีระบอกคีโดโดยเฉพาะซูโดก็ถาปีตัวหนึ่งมุ้ยโดยจีเชลไว้ดอลไลกับบ้านจะเชิงตะบาเตอร์
រ៉ែនក៏មិនដេញតាមដែរប៉ុន្តែចាប់ផ្ដើមស្ដីឲ្យគីដូដែលធ្វើឲ្យអត្តសញ្ញាណរបស់ពួកគាត់បែកធ្លាយប៊ីនឹងធ្វើឲ្យយូអ៊ីបាត់បង់ជីវិតបើឯងមិនចង់ប្រយុទ្ធនោះទេទៅស្លាប់ឲ្យបាត់ទៅកុំទាញខ្ញុំជាមួយនឹងយូអ៊ីទៅជាមួយនឹងឯងឯសោះគីដូមិនហ៊ានតមាត់សោះព្រោះដឹងថាខ្លួនខុសធ្ងន់មែនទែនចំណែកឯរ៉េកូបានហៅស៊ូដូទៅសួរនាំដោយសារតែពេលនេះនាងដូចជាសង្ស័យថាស៊ូដូដូចជាបង្ហាញខ្លួនចំពេលដែលនាងត្រូវបានវាយប្រហារតែម្ដងហើយមិនបានរាយការណ៍រឿងទាំងនោះទៀតដូច្នេះប្រកាសណាស់ស៊ូដូគឺជាជនបង្កភ្លាមនោះលោកប៉ូលីសទាំងពីរក៏ចង់មកសួរនាំប៉ុន្តែស៊ូដូក៏បានរត់ចេញទៅយ៉ាងលឿនចំពេលដែលគីដូនឹងមកឃើញហេតុការណ៍មួយនោះដែលស៊ូដូរត់ទៅកន្លែងតលមួយបាត់ហើយប៉ុន្តែជាល្បិចទៅកន្លែងកញ្ចក់ដើម្បីហៅ Volcancer ចាប់ប៉ូលីសទាំងពីរធ្វើជាចំណីតែប៉ុណ្ណោះគីដូក៏បានទៅកន្លែងនោះដើម្បីសួរនាំដូចគ្នាចំណែកឯរ៉ែនបាននាំយូអ៊ីទៅសម្រាកនៅផ្ទះប៉ុន្តែចាប់អារម្មណ៍ថានាងស្រក់ទឹកភ្នែកដោយសារតែនាងធ្វើជាសន្លប់នោះទេគឺដើម្បីតែបន្លប់ភាពឈឺចាប់ដោយសារតែត្រូវបានគេបោកប្រាស់ថាបានឃើញបងប្រុសរបស់នាងរ៉ែនឃើញសភាពយូអ៊ីបែបនោះគាត់ពិតជាខឹងទៅកាន់ស៊ូដូមែនទែនប៉ុន្តែយូអ៊ីដូចជាមិនចង់ឲ្យរ៉ែនប្រយុទ្ធជាមួយនឹងអ្នកណាទៀតឡើយអត់អីទេកុំបារម្ភអីងារទៅកាន់គីដូបានសួរនាំស៊ូដូថាជាអ្នកសម្លាប់ខាហ្គាមែនដែរឬទេស៊ូដូមិនបានបដិសេធនោះទេព្រោះមានការដោះដូរក្រៅច្បាប់ជាមួយនឹងខាហ្គាប៉ុន្តែខាហ្គាចាប់ផ្ដើមទារលុយច្រើនពេកក៏សម្លេះចោលនិងលាក់សាកសពនៅក្នុងជញ្ជាំងពេលនោះហើយដែលគាត់បានជួបជាមួយនឹង Kansaki Zero ជំរុញឲ្យគាត់ក្លាយជា Kamen Rider ដែលវាដូចជាល្អដែរទេតាព្រោះអាចបិទបាំងការស្លាប់របស់ Kaga និងឲ្យ Monster របស់ខ្លួនស៊ីមនុស្សដែលបានដឹងរឿងទាំងនោះដូច្នេះយើងនឹងកម្ចាត់ Kamen Rider ទាំងពីរនាក់ហើយនឹងនារីសារព័ត៌មាននោះធ្វើជាចំណី Monster របស់យើងដល់ពេលនោះ Monster របស់យើងខ្លាំង Kamen Rider មួយណាក៏មិនអាចយកឈ្នះយើងបានឡើយលោកសម្លាប់មនុស្សដើម្បីឲ្យ Monster របស់ខ្លួនខ្លាំងប៉ុន្តែខ្ញុំខ្លាចទៅជា Kamen Rider ដើម្បីតែការពារមនុស្សតែប៉ុណ្ណោះអូអស្ចារ្យដល់ហើយដូច្នេះហើយខ្ញុំត្រូវតែកម្ចាត់ឯងដើម្បីការពារមនុស្សរ៉ែនក៏មកដាស់តឿនគីដូថាប្រយុទ្ធក្នុងនាមជា Kamen Rider ទើបឈ្នះស៊ូដូដូចជាជ្រិញនឹងសម្ដីរបស់រ៉ែនដល់ហើយក៏ហៅវាយគ្នាមួយស្មើដែលវាបានខ្លាចជាសមរភូមិរវាង Kamen Rider Caesar ជាមួយនឹង Kamen Rider Knight ដែលមើលទៅរ៉ែនដូចជាវាយមិនឈ្នះសោះដោយសារតែមិនសូវខូខើដូចជាស៊ូដូប៉ុន្តែមិនចុះចាញ់នោះទេប្រើការ Nasty ដើម្បីហៅ Dark Wing មកបញ្ចេញសម្លេងរំខាននិងហៅ Wing Lancer ដែលមាន damage 2000វាយទៅកាន់ស៊ូដូដែលពេលនេះ Ren ដូចជាមានព្រៀបនៅខាងក្រៅឯនេះវិញ Kido កំពុងតែចាំទៅលើសម្ដីរបស់ Kansaki Zero ឯងត្រូវតែប្រយុទ្ធថាកែងារទៅខាងក្នុងឯនេះវិញ Sudo ប្រើការ strike ទាញនៅ Caesar Spinch ដែលមាន damage 1000វាយបកទៅកាន់ Ren ប៉ុន្តែ Ren ក៏បានទាញដាវក្រវាត់ប៉ះប្រអប់កាតរបស់ Caesar និងប្រើកាត Final Van ដែលមាន damage 5000 Sudo ប្រើដូចគ្នាដែលជាស្និត Caesar Attack ដែលមាន damage 4000ប៉ុន្តែដោយសារតែ Volcancer នឹងវាស៊ីមនុស្សច្រើនពេកធ្វើឲ្យវាខ្លាំងជាងក៏យកឈ្នះទៅលើ Flying Lancer របស់ Ren ប៉ុន្តែការប៉ះទង្គិចបណ្ដាលឲ្យប្រអប់ការរបស់ Caesar បែកខ្ទេចបាត់បង់កិច្ចសន្យាជាមួយនឹង Volcancer វាក៏បានស៊ីនៅ Sudo ដែលជាម្ចាស់របស់វានិងចាប់ផ្ដើមចាប់គោលដៅទៅកាន់ Ren ប៉ុន្តែ Kido មកការពារទាន់ពេលវេលានិងមានឱកាសប្រកាស Final Van ដាក់រន្ទះជើង Dragon Rider Kick ដែលមាន damage 5000បញ្ចប់ជីវិត Volcancer ប៉ុន្តែ Kido ខាត់មិនឲ្យ Drag Raider ស៊ីថាមពលនោះទេក៏ត្រូវ Dark Wing ស៊ីបាត់នេះគឺជារបៀបនៃការប្រយុទ្ធយើងត្រូវតែខ្លាំងដើម្បីប្រយុទ្ធជាមួយនឹង Kamen Rider ទាំង11បូករួមទាំងឯងផងដែរអ្នកទាំងពីរក៏បានត្រឡប់ទៅវិញប៉ុន្តែធ្វើដូចជាធម្មតាដើម្បីកុំឲ្យ UE បារម្ភច្រើនពេកទៅកាន់ពួកគាត់ក៏ងាកទៅកន្លែងមួយទៀតស្រាប់តែមាន Kamen Rider មួយទៀតបង្ហាញខ្លួនតែនោះគឺជា Kamen Rider Zolda កំពុងតែបាញ់ប្រហារទៅកាន់ Monster សេះបង្កង់ប៉ុន្តែវាគេចខ្លួនបត់ទៅហើយដែលមើលទៅ Kamen Rider Zolda ទំនងជាបុរសម្នាក់ដែលមិនចេះហួចមានឈ្មោះថា Goroយប់ជាមួយនឹងគ្នានោះ Kido កំពុងតែសរសេរអត្ថបទពីភ្លើងឆេះដើម្បីចោះព័ត៌មាននៅថ្ងៃស្អែកប៉ុន្តែពេលនោះចង្គៀងប្រេងវាបែកឆាបឆេះពេញ Office Kido ក៏ឆ្លេឆ្លាជួយហងភ្លើងឆេះហើយរួចក៏បានភ្ញាក់ពីយកសពទាញអាប្រដាប់ប្រលុតអគីភ័យដាក់ប្រាវសស្គូម្នាក់មកដល់ Office គឺខឹង Kido ដល់កស៊ីម៉ាដានៅវិញកំពុងតែអាណិតទៅកាន់កុំព្យូទ័ររបស់ខ្លួនស្រាប់តែលោតសារចម្លែកមួយយើងគ្មានពេលមើលទេយើងកំពុងវល់ក៏ហើយក៏បានបោកកលាកាស Kido នឹងឡើងបាក់កបន្ទាប់ពីបញ្ចេញកំហឹងជាមួយនឹង Kido ហើយក៏បានទៅមើលសារអំបញ្ញមិញដែលមានមនុស្សម្នាក់បានស្វែងរកឃើញបកងមាសនៅទន្លេ Togawa ហើយម្នាក់នោះចង់ឲ្យកាសែត Original ចុះផ្សាយពីរឿងហ្នឹង Kido ឮថាបកងមាសថាជុំអុយពិតជាលយរបស់គេមែននេះបើសិនជានៅក្មេងខ្ញុំចាប់បានអាបកងមាសហ្នឹងគេប្រកាសជាហៅខ្ញុំថាស៊ីនជីកំពូអ្នកចាប់បកងហើយអូឯងនឹងកំពូអ្នកចាប់បកងមែនណេះរ៉េកូទៅជាមួយនឹងអាល្ងើនេះទៅដើម្បីយកព័ត៌មានឥឡូវយើងយកព័ត៌មានគ្រឿងសមុទ្រទៀត
ចំណែកឯ UE នៅវិញគឺកំពុងតែជួសសម្អាតហាងតែដោយសារតែលោកយាយរបស់គាត់ថ្ងៃនេះគឺមកពីវិសមកាលវិញហើយនឹងសូមឲ្យ Ren ជូនគាត់ទៅទទួលលោកយាយរបស់គាត់នៅតាមផ្លូវ UE បានប្រាប់ថាលោកយាយរបស់គាត់នឹងនៅមួយរយៈទៀតគាត់ទៅវិសមកាលនៅព្រៃ Amazon ហើយដែលលោកយាយរបស់ UE គឺមានឈ្មោះថា Kansaki Sanako គាត់ពិតជាសប្បាយចិត្តមែនទែននៅពេលដែលឃើញចៅស្រីរបស់ខ្លួនប៉ុន្តែដូចជាមិនសប្បាយចិត្តសោះនៅពេលដែលឃើញ Ren មកជាមួយដោយគិតថា Ren នឹងជាក្មេងស្ទាវហើយក៏ស្ដីឲ្យអាមិននឹងលោកស្ទាវលោកឯងតាមក្មេងស្រីអាយុ13ឆ្នាំនឹងចង់មានកំណត់មិនល្អហើយមើលទៅUE ថាខ្ញុំអាយុ19ឆ្នាំហើយតាលោកយាយ Ren ដកដង្ហើមធំនឹងប្រាប់ទៅកាន់ UE ថាឲ្យលោកយាយទៅព្រៃ Amazon នៅលឿនទៅអាបាត់ដល់ក្មេងស្ទាវក្រឡេកទៅកាន់បុរសមិនចេះហួច Goro ដែលសង្ស័យថាគាត់ជា Kamen Rider Zelda ហើយក៏កំពុងមើលសារព័ត៌មានផ្សាយពីមេធាវីដែលមានទេពកោសល្យមួយរូបមានរហស្សនាមថាមេធាវីសខ្មៅកាត់ក្តីពីខ្មៅទៅសពីសទៅខ្មៅមានឈ្មោះថា Kitaoka Suichi ដែលបានការពារក្តីឈ្នះទៅឲ្យក្រុម scammer មួយក្រុមមានឈ្មោះថា Sakajura ក្រុមនោះក៏បាន scam លុយអ្នកចូលភាគហ៊ុនយ៉ាងច្រើនប៉ុន្តែនៅតែអាចយកឈ្នះក្តីដោយសារតែ Kitaoka Suichi នេះឯងក្រឡេកទៅកាន់ Kido នៅវិញកំពុងតែសប្បាយចិត្តដែលបានឃើញបង្កងមាសអ្នកដែលស្វែងរកឃើញនឹងគឺជាលោកតាម្នាក់មានឈ្មោះថា Omori ហើយគាត់នឹងក៏បានប្រាប់ថាអូនេះអាក្មួយអ៊ំបានរត់លេងនៅមាត់ទន្លេស្រាប់តែឃើញស្អីចាំងភ្នែកព្រឹបចាំងភ្នែកដល់កដល់ពេលរត់ទៅមុខជុំកដុំឆែបបង្កងមាសក៏ចាប់វាដាក់កែវអញ្ចឹងតាំងពីពណ៌បដ ாய் ប៉ុន្តែកុំប្រាប់ណាគេអសោះព្រោះអត់ចង់ឲ្យរឿងនឹងវាល្បីទេអត់ចង់ល្បីប៉ុន្តែឲ្យគេចុះព័ត៌មាននឹងចេះតែមានមករិកក៏សុំទៅមើលកន្លែងដែលលោកអ៊ំស្វែងរកឃើញបង្កងមាសលោកអ៊ំក៏យល់ព្រមនឹងទៅរៀបចំខ្លួនប៉ុន្តែហាក់ដូចជាមាន monster ចាប់គោលដៅទៅកាន់គាត់ Kido ដូចជាចាប់អារម្មណ៍ដែរប៉ុន្តែវាលឿនពេកក៏គិតថាអូប្រហែលជាច្រឡំហើយដែលលោកអ៊ំគឺបាននាំទៅកន្លែងដែលស្វែងរកឃើញបង្កងមាសគឺនៅមុខរោងចក្រមួយដែលបញ្ចេញផ្សែងពុលដូច្នេះ Reiko ក៏សុំឲ្យ Kido នៅទីហ្នឹងគាត់ទៅយកព័ត៌មានពីរោងចក្រមួយនោះដែលមានកន្លែងលក់សម្លៀកបំពាក់នៅជិតៗនោះមានអ៊ំស្រីម្នាក់កំពុងតែទិញសម្លៀកបំពាក់ស្រាប់តែត្រូវបាន monster សេះបង្កងចាប់ចូលធ្វើជាចំណីបាត់ទៅក្រឡេកទៅកាន់ហាងតែ UE ពេលនេះបើកលក់វិញហើយលោកយាយចង់ឲ្យ UE នឹងញញឹមតិចមើលអាណាទទួលភ្ញៀវមុខកញ្ញើចឹងហ៎ UE ឯនេះវិញមិនដែរទាំងញញឹមផងលោកយាយបខំក៏ប្រឹងញញឹមមើលទៅដល់អត់តំណងសោះក្រឡេកទៅកាន់មេធាវី Kitaoka ក្រោយពីការពារក្តីឲ្យក្រុម scammer Sakajura បែរជាក្រុមនោះមករកដើម្បីនិយាយគ្នាប៉ុន្តែ Kitaoka មិនចង់និយាយនោះទេក៏បានរត់គេចខ្លួននឹងទាញឡានចាក់ចេញទៅបាត់ពេលជាមួយនឹងគ្នានោះ Kido ក៏ទើបតែចាក់ចេញពីយកព័ត៌មានបង្កងមាសស្រាប់តែវាក់ប៉ះគ្នាបុកដួលបកាយប្រកិនបែកកញ្ចក់មួកបាត់Kido ក៏រត់ទៅទាញលុយថ្លៃកញ្ចក់ពី Kitaoka ប៉ុន្តែមិនបាននិយាយច្រើនទេព្រោះថាក្រុម scammer កំពុងតែដេញតាមមេក្រុមម្នាក់ក៏បានឲ្យលេខទៅកាន់ Kido ថាតាក់ទងមកពួកយើងទៅបើសិនជាឃើញអាគាត់ហ្នឹង Kido ក៏បានរត់ទៅទាញម៉ូតូដើម្បីដេញតាមប៉ុន្តែភ្លាមនោះទូអាឡូអាលងើ Shinji ឯងជាប់ដៃជើងជាមួយនឹងគេទៀតហើយមែនទេអត់ទេលោកចាងវាងលោកនេះគឺអាប៉ែហ្នឹងខុស1លាន%មកណោថាមែនអាលងើយើងជាអ្នកសារព័ត៌មានត្រូវតែបដោតលើព័ត៌មានមិនតែដេញមនុស្សចឹងទេអាល្ងងអើយអូអត់ដេញក៏អត់ទេចឹងKidoលឺហើយក៏ឈប់ដេញតាមក៏ទៅហាង UE ធ្វើឲ្យ UE វាក់កពុបតែខ្ទេចKidoក៏បានព្យាយាមទៅសុំទោសលោកយាយឃើញអញ្ចឹងក៏គិតថាអូអាចៅនោះប្រកាសជាចរិតល្អជាអារ៉ែនឆ្ងាយខ្លាំងព្រោះថាកសែភ្នែករបស់យាយមើលមិនចេះខុសទេសួស្ដីលោកយាយចៅពិតជាសប្បាយចិត្តខ្លាំងណាស់នៅពេលបានជួបលោកយាយអីចរិតល្អរបស់គេមែនវើយភ្លាមនោះស្រាប់តែ Kitaoka កិច្ចពី scammer មកញ៉ាំតែក៏ជួបជាមួយនឹង Kido ល្មមក៏ទៅទាញលុយថ្លៃកញ្ចក់វ៉ែនតា Kitaoka ក៏ព្រមសងទៀតដោយមិនមានបញ្ហាអ្វីសោះប៉ុន្តែ Kido មិនសុខចិត្តបែរជាចង់ខលហៅក្រុម scammer អាចចំគូននេះវើយ Kitaoka ក៏បានរត់ចេញទៅយ៉ាងលឿនប៉ុន្តែត្រូវបានក្រុម scammer កាប់ផ្លូវជាប់នឹងវាយមួយដៃធ្វើឲ្យ Kido មានអារម្មណ៍ថាដូចជាលឺហើយនេះមិនចាំបាច់វាយរួចក៏បានចូលទៅជួយស៊ីមួយដៃដែរប៉ុន្តែក៏អាចបទាយបទងចូលក្នុងឡានរត់គេចជាមួយនឹង Kitaoka Kido ក៏ឆ្ងល់ថាស្អីប្រកាសនឹងអញ្ញាញ៉ៃមែន Kitaoka បញ្ជាក់ថាគាត់បានការពារក្តីទៅឲ្យក្រុម scammer Sakajura នឹងហើយប៉ុន្តែលុយដែលបានពីការ scam នោះ Kitaoka យកទៅចាយខ្ទេចអស់លីងដូច្នេះក៏គេដេញវាយអញ្ចឹងទៅ Kido លោនមកថាអញ្ចឹងលោកឯងអាក្រក់ដែរហ្នឹងខ្ញុំគ្រាន់តែយកលុយ scam ដើម្បីមកចាយទេតាវាមិនមែនអាក្រក់នោះទេនេះគេហៅថាទេពកោសល្យរោគមេធាវីបានណាដូចខ្ញុំមកអាឡែងតែនិយាយអត់មើលមុខឯនោះបុកអើយបកាច់ប្រាវពេញហ្នឹងព្យាយាមរត់ចេញពីឡានដែរប៉ុន្តែរត់អត់ផុតសោះដូច្នេះ Kitaoka លេងទុកមុខឲ្យហើយសុំទោសបងខ្ញុំលេងធ្វើអញ្ចឹងហ៎បងទៅអញ្ចឹងវិញសុំទោសស្អីស៊ីមកដៃទៅឈប់សិនអ្នកណាហ៊ានវាយចៅវាយរបស់យើងដែល Goro គឺជាអង្គរៈរបស់ Kitaoka នោះទេហើយវាយឡើងផ្អើលពីនឹងទុកឱកាសមួយឲ្យ Kitaoka រត់គេច Kido ក៏ដេញតាមប៉ុន្តែតាមមិនទាន់សោះដែលនៅជិតនោះគឺមានបុរសម្នាក់ត្រូវបាន monster ចាក់ធ្វើជាចំណី Kido ក៏បានលឺសំឡេងកញ្ចក់ប៉ុន្តែដូចជាយឺតពេលមិនអាចជួយបុរសនោះបានឡើយអ្វីដែលគួរឲ្យចាប់អារម្មណ៍នោះគឺ Kitaoka បានលឺសំឡេងកញ្ចក់
បង្ហាញថាគាត់គឺជា Kamen Rider គីដូនៅក្នុងកញ្ចក់គឺកំពុងតែកម្ចាត់ monster ស្រាប់តែលេចចេញមួយក្បាលទៀតប៉ុន្តែនៅជាប់ដៃវាយជាមួយនឹងមួយក្បាលទៀតបាត់ហើយនឹងហក់ដេញតាមទៀតអាមកថ្មីវាចង់ដេញតាមដែរប៉ុន្តែត្រូវបានរារាំងទៅដោយ Kamen Rider Zolda វាក៏ចាប់ផ្ដើមវាយប្រហារនិងដកខ្លួនវែងគិចពីគ្រាប់និងបកវាយវិញ Zolda ក៏បានប្រើកាត់ Suit Van ហៅ Giga Launcher ដែលមាន damage 2000 monster សេបង្កង់វាខំពន្លូតខ្លួនប៉ុន្តែគ្មានប្រសិទ្ធភាពនោះទេចំណែកឯមួយក្បាលទៀតកំពុងតែវាយជាមួយនឹង Kido នឹងវាក៏បានរត់គេចខ្លួនបាត់ទៅ Kido ដេញតាមក៏ធ្វើឲ្យគាត់បានឃើញថា Kamen Rider ទី4គឺបានបង្ហាញខ្លួនហើយស្អែកឡើងអង្គរៈបញ្ជាហួច Goro បានធ្វើម្ហូបយ៉ាងឆ្ងាញ់ទៅឲ្យចៅវាយរបស់ខ្លួន Kitaoka Soichi ពេលនោះក៏មានក្រុមហ៊ុនមួយសុំឲ្យការពារឈ្មោះបន្តិចមក Kitaoka ថាបានតើប៉ុន្តែស៊ីថ្លៃតិចហើយស្របពេលដែល Kitaoka កំពុងតែកើបលុយនោះ Kido គាត់បានសរសេរអត្ថបទពីបង្កងមាសដូចឈួតមែនតែនអ្វីដែលសាមទៀតនោះគឺថាចំណីសម្រាមកពេញទឹកពេញដីលើសពីនឹងទៅទៀតថ្លៃភ្លើងឡើង 25% ហើយក្រោយពី Kido មកនៅ Office ដូច្នេះបុគ្គលិក Kido នេះដូចជាគ្មានឃើញចម្រើនអីសោះភ្លាមនោះលោកតាអូម៉ារីក៏បានផ្ញើសារមួយទៀតដែលលើកនេះគឺរកឃើញកង្កែបមានសក់វ៉ាលុយបើសិនជាខ្ញុំរកឃើញកាលពីនៅក្មេងប្រកាសជាហៅថាស៊ីនជីកំពូអ្នករងកែបហើយឬក៏ចាប់ផ្ដើមមានអារម្មណ៍គិតថាវាពាក់ព័ន្ធជាមួយនឹងរោងចក្រផ្សែងពុលនោះហើយទៅដល់លំនៅឋានរបស់លោកតាអូម៉ារីគាត់នៅតែនិយាយដដែលថាអូលោកតាបានរកឃើញនៅអាមាត់ទន្លេឃើញស្អីគេសក់ចងយទាញមកម៉ាងកែបមានសក់ដូច្នេះរេកូកាន់តែសង្ស័យថាគ្រប់យ៉ាងវាកើតឡើងដោយសារតែរោងចក្រដែលបានបញ្ចេញផ្សែងពុលហ្នឹងហើយចំណែកឯ Kido បន្ទាប់ពីចាក់ចេញពីយកព័ត៌មានទៅញ៉ាំតែនៅហាង UE នឹងរៀបរាប់រឿងរ៉ាវដែលគាត់បានទៅដេកនៅ Office ហើយមិនយូរទេគេដេញក្បាលគាត់ចោលទៀតហើយលោកយាយរបស់ UE ស្រាប់តែសម្រេចចិត្តយ៉ាងលឿនថាអូ Kido មកនៅនេះហ្មងទៅដើម្បីជួយហាងកាហ្វេប៉ុន្តែ UE ប្រឆាំងភ្លាមលោកយាយថា Kido អាចតាក់ទាញភ្ញៀវបានច្រើនព្រោះថាខ្សែព្រេះរបស់គាត់មើលមិនចេះខលមនុស្សទេ Ren ក៏មកប្រឆាំងដែរដោយលើកឡើងថា Kido គឺជាមនុស្សគ្រោះថ្នាក់ខ្លាំងណាស់ប៉ុន្តែលោកយាយតបទៅវិញថានៅក្នុងខ្សែភ្នែករបស់យាយ Ren គ្រោះថ្នាក់ជាង Kido ទៅទៀតRen ដូចជាមិនពេញចិត្តនោះទេប៉ុន្តែមិនដឹងធ្វើយ៉ាងម៉េចមានតែប្រមាន Kido កុំឲ្យធ្វើអ្វីផ្ដេសផ្ដាសដាក់ទៅកាន់ UE បើមិនអញ្ចឹងនោះទេខ្ញុំនឹងកម្ចាត់ឯងចោលដូចជា Rider ផ្សេងអញ្ចឹង Kido ច្រឡោតថាខ្ញុំមិនធ្វើឲ្យ UE ទេព្រោះខ្ញុំវាយតែ Monster តែប៉ុណ្ណោះមិនដូចឯងទេរហូតតែវាយតែគ្នានឹងថាតកែរហូតក្រឡេកទៅកាន់ Reiko ប្រមូលបានព័ត៌មានពីរោងចក្រផ្សែងពុលដែលមានឈ្មោះថា Kawazuដែលផលិតថ្នាំពេទ្យនិងបញ្ចេញកាកសំណល់មិនល្អទើបធ្វើឲ្យកាកសំណល់នោះជាប់ក្បាលកង្កែបនិងបង្កងទៅជាពណ៌មាសប៉ុន្តែរេកូគាត់មិនទាន់មានភស្តុតាងច្បាស់នោះទេគ្រាន់តែនាងបានស៊ើបថាម្ដុំនោះគឺមានមនុស្សស្លាប់ជារឿយដោយគិតថាបរិយាកាសនៅទីនោះគឺវាមិនល្អដោយសារតែផ្សែងពុលពីរោងចក្រមួយនោះនឹងឯងដែល Kido នៅវិញកំពុងតែរើអីវ៉ាន់ដើម្បីទៅនៅហាងតែលោកចាងវ៉ាងក៏ប្រាប់ថាអីវ៉ាន់រើពីក្រោយបានពេលនេះឯងទៅស៊ើបអង្កេតជាមួយនឹង Reiko សិនទៅដែល Reiko គឺបានណាត់និយាយជាមួយនឹងអ្នកតំណាងរោងចក្រ Kawazu វាចៃដន្យខ្លាំងមែនទែនម្នាក់នោះគឺជា Kitaoka នឹងឯង Kido ភ្ញាក់ព្រឹត្តព្រោះស្គាល់ដែរហ្នឹងReiko ក៏និយាយឌឺដងថាមិននឹកស្មានថា Kido ស្គាល់មេធាវីសខ្មៅសោះអូបាននារីដ៏ស្រស់ស្អាតស្គាល់អញ្ចឹងពិតជាកិត្តិយសធំដល់ហើយ Reiko បាននិយាយថារោងចក្រ Kawazu នោះប្រហែលជាដឹងថាខ្លួនខុសច្បាប់អ្វីម្យ៉ាងហើយបានជាជួលទៅដល់ Kitaoka ទៀតរឿងរោងចក្រនោះយើងទុកម្ដុំសិនទៅយើងនិយាយរឿងផ្ទាល់ខ្លួនរបស់យើងវិញទៅអី Reiko ច្រឡោតព្រោះនិយាយដូចជាចង់បៀតបៀនផ្លូវភេទខ្ញុំមិនបានប៉ះពាល់នាងឯណាម្យ៉ាងវិញទៀតយើងបានណាត់ជួបគ្នាដើម្បីនិយាយគ្នាសម្ដីប៉ះពាល់បន្តិចបន្តួចវាប្រកាសជាមិនខុសច្បាប់នោះទេតោះយើងទៅរកកន្លែងនិយាយគ្នាតែពីរនាក់វិញទៅ Reiko ខឹងនឹងប្តឹងទៅកាន់រោងចក្រ Kawazu ពីអត្តចរិតដល់អន់របស់ Kitaoka Kido ចង់ចាក់ចេញប៉ុន្តែ Kitaoka ហៅទៅនិយាយគ្នាកន្លែងម៉ាសាដើម្បីលួងលោម Kido ឲ្យឈប់ស៊ើបអង្កេតនៅរោងចក្រ Kawazu ទៀតទៅប៉ុន្តែ Kido សួរវិញថាលោកឯងអត់ខ្វល់ថារោងចក្រនោះអាក្រក់ទេអញ្ចឹងខ្ញុំមិនខ្វល់ថា client របស់ខ្ញុំគឺជាមនុស្សល្អឬក៏ជាមនុស្សអាក្រក់នោះទេសំខាន់ណាស់គឺយើងទទួលបានប្រាក់ទៅបានហើយ Kido សួរទៀតថាលោកឯងអត់ខ្វល់ពីសង្គមនិងយុត្តិធម៌អីទេចឹងខ្ញុំមិនខ្វល់នោះទេអ្វីដែលខ្ញុំខ្វល់នោះគឺការលោភលន់របស់មនុស្សគ្រប់គ្នាគឺតែងតែមានអ្វីដែលខ្លួនចង់បានប៉ុន្តែអ្នកខ្លះដេកដូចជាអ្នកជំងឺមិនព្រមធ្វើអ្វីសោះផ្ទុយទៅវិញមនុស្សមួយចំនួនធ្វើគ្រប់យ៉ាងដើម្បីការស្រែកឃ្លានរបស់ខ្លួនដូច្នេះហើយខ្ញុំធ្វើជាមេធាវីដើម្បីការពារការចង់បានរបស់មនុស្សទាំងនោះទោះបីជាវាល្អឬមួយក៏អាក្រក់ខ្ញុំមិនខ្វល់នោះទេអ្វីដែលសំខាន់នោះពួកគេព្រមធ្វើអ្វីគ្រប់យ៉ាងដើម្បីការចង់បានរបស់ពួកគេ Kido គិតថាពាក្យសម្ដីនេះវាដូចជាមិនសូវទំនងសោះប៉ុន្តែអាហារមួយចាននេះគឺថាទំនងដល់កឲ្យឆ្ងាញ់
យប់ឡើងនៅហាងតែយូអ៊ីនៅតែសុំឲ្យលោកជ័យគិតម្ដងទៀតទៅលើរឿងរ៉ាវឲ្យ Kido មករស់នៅទីនេះប៉ុន្តែ Kido គឺបានមកដល់បាត់ហើយនឹងធ្វើជាអ្នករត់តុកដើម្បីបម្រើតែទៅឲ្យភ្ញៀវម្នាក់មានឈ្មោះថា Ren ដែលមកនេះគឺមកប៊ូលីអ្នករត់តុកស្អីនឹងសបាយជើងកាចាស់ងោហើយសក់ក្បាលវិញមិនដឹងជាស្អីទេបើអាវវិញមើលទៅដូចជាមិនបោកទេនេះយូអ៊ីក៏រត់ទៅស្ដីឲ្យនឹងដេញឲ្យ Kido នឹងទៅលាងចានបដាធ្វើមុខធ្វើមាត់ដាក់ Ren បដាក៏ធ្វើឲ្យបាយកៅខ្ទេចទាញកណាត់មកបាយចានប្រាវលោកយាយក៏សួរថា Kido ឯងដៃភ្លើងជើងមាន់មែន Kido ក៏វីក្បាលតតាត់ប៉ុន្តែ Ren ក៏បានឆ្លៀតឱកាសនោះទៅលាងចានបង្ហាញពីសមត្ថភាពរបស់ខ្លួនហើយតែងខ្លួនធ្វើជាអ្នករត់តុកឡើងមកអែមលោកយាយដូចជាពេញចិត្តដល់ហើយនឹងគិតថាពួកឯងទាំង3នេះបើសិនជានៅជាមួយនឹងគ្នាគឺត្រូវដល់កហើយដូច្នេះយាយសម្រេចចិត្តហើយថាពីរអ្នកនេះនៅនឹងជាមួយគ្នាបណ្ដោយចប់បណ្ដោយមិនបាច់ចាប់ទេព្រោះថាខ្សែភ្នែករបស់យាយមើលមិនចេះខទេអាចៅស្អែកឡើងនៅ Original រេកូទទួលបានព័ត៌មានពីតំបន់ដៃទន្លេស្របពេលដែលលោកចាងវ៉ានឹងគាត់ឆ្ងល់ថា Kido នៅណាស៊ីម៉ាដាក៏បានប្រាប់ថាអូ Kido ទៅស៊ើបរឿងកែបមានសក់បាត់ហើយដូច្នេះរេកូក៏ទៅតាម Kido បាយជាចាប់បានថាលោកតាអូម៉ូរីនឹងគាត់លួចដាក់ស្លាប់ទៅឲ្យសត្វមួយក្បាលដូច្នេះគ្រប់យ៉ាងវាគ្រាន់តែជាការបង្កើតរបស់លោកតាអូម៉ូរីតែប៉ុណ្ណោះលោកតាក៏បានសារភាពនិងបាននិយាយថាអូតាគ្រាន់តែចង់ឲ្យគ្រប់គ្នាសប្បាយចិត្តហ្នឹងរេកូក៏មិនប្រកាន់អ្វីដែរក៏ទៅយកព័ត៌មានពីរោងចក្រខាវ៉ាស៊ូឃើញថាគឺមិនបានខុសច្បាប់អ្វីនោះទេដែលសត្វពីរក្បាលគឺលោកតាជាអ្នកច្នៃតែប៉ុណ្ណោះហើយមនុស្សដែលបានស្លាប់ជារឿយៗគឺដោយសារតែជំងឺឆ្លងក៏ងាកទៅកាន់ Kido មានទៅស៊ើបអារឿងកែបមានសក់ស្អីគាត់ដើរតាមគីតាអូកាដើម្បីរៀនពីការនិយាយស្ដីឲ្យឈ្នះគេប៉ុន្តែស្រាប់តែឆ្ងល់ថាតើការលុបលុនរបស់មនុស្សបំពេញអស់អត់ណោះព្រោះថាគង់តែស្លាប់នឹងប្រកាសជាអាចបើសិនជាយើងមានជីវិតអមតៈដូច្នេះហើយទើបបានជាខ្ញុំណែមិនអីទេវាជារឿងសម្ងាត់ប៉ុន្តែ Kido គិតថាវាដូចជាអាត្មានិយមពេកហើយដែលរស់នៅដើម្បីតែភាពលុបលុនរបស់ខ្លួនឯងអញ្ចឹងសម្ដីនោះធ្វើឲ្យ Kita Oka ខឹងតើឯងដឹងស្អីទៅបានណាចេញយើងលែងចង់ឃើញមុខរបស់ឯងទៀតហើយប៉ុន្តែមុននឹងចាក់ចេញនោះ Kido ប្រាប់ថាខ្ញុំមិនបានស្អប់លោកឯងទេពេលជាមួយនឹងគ្នាលោកតាអូម៉ារីកំពុងតែសេតស្រាប់តែមាន monster សេះបង្កង់ចាប់គោដៅទៅកាន់គាត់ធ្វើឲ្យ Kido លឺសំឡេងកញ្ចក់ប៉ុន្តែយឺតពេលក្នុងការជួយបាត់ទៅហើយទោះជាយ៉ាងណាក៏ខ្លាចទៅជា Ryuki ដើម្បីតតាំងវាយគ្នាដែល Kido អាចមានឱកាសមួយប្រើ Strike Van ហៅ Dracula បាញ់បំផ្ទុះប៉ុន្តែមិនទាន់កម្ចាត់ monster បាននោះទេក៏បន្ថែមជាមួយនឹង Final Van រនទះជើង Dragon Rider Kick ទើបបញ្ចប់ជីវិតរបស់វាបានភ្លាមនោះស្រាប់តែត្រូវមួយអាបេរបស់ Zolda និងបាញ់បន្ថែមជាច្រើនគ្រាប់ទៅកាន់ Kido មិនចង់វាយនោះទេក៏ទៅតតាំងដើម្បីបញ្ឈប់ការប្រយុទ្ធគ្នាក៏ត្រូវ Zolda បកវាយវិញនិងយកកំភ្លើងវាយដៃរបស់ Kido នឹងជាច្រើនដងធ្វើឲ្យដៃរបស់គាត់នឹងរបួសនិងបន្តបាញ់ជាច្រើនគ្រាប់រហូតតតែអ្នកទាំងពីរខ្ទាតចេញពីពិភពកញ្ចក់នៅហាងតែកំពុងតែរកចាំ Kido មកជួយការងារទាំងមិនដឹងថា Kido របួសនោះទេ Ren ក៏បន្ថែមលបោយKido តែប៉ុណ្្នឹងមិនចេះគោរពពេលវេលាស្អីទេនៅ Original ក៏ដូចគ្នាអញ្ចឹងរអូថាអា Kido នេះវើយមិនគោរពពេលវេលាមិនគោរពអីសោះមើលស៊ីម៉ាដាជួយបញ្ចេញអត្ថបទតិចមើលប្រឹបដល់ម៉ោងចេញទៅបាត់ព្រះម្ចាស់អើយពុតជាគោរពពេលវេលារបស់គេមែនដែលស៊ីម៉ាដាក៏ចាក់ចេញទៅជិះតងកំសាន្តជាមួយនឹងតុក្កតារបស់គាត់ប៉ុន្តែនៅពេលដែលនាងត្រឡប់ទៅផ្ទះវិញក៏ត្រូវបានបុរសម្នាក់ចាប់ចម្រិតប៉ុន្តែស៊ីម៉ាដាបានខំដៃស្ដាំរបស់បុរសម្នាក់នោះមុននឹងត្រូវបានសន្លប់ទៅខាងមុខបន្តិច Kido ទើបតែទៅដល់ហាងតែប៉ុណ្ណោះប៉ុន្តែលោកយាយមិនសប្បាយចិត្តជាមួយទេថាអូយអស់ការងារទៅមក Kido ក៏មិនឆ្លោះប្រកែកអ្វីដែរប៉ុន្តែបង្ហាញថាដៃស្ដាំរបស់គាត់នឹងរបួសយូអ៊ីក៏បានចាប់អារម្មណ៍ដែរមិនគិតថា Kido ទៅប្រយុទ្ធគ្នាទេអីប៉ុន្តែ Kido ដោះសារថាអូអត់ទេខ្ញុំដួលម៉ូតូហ្នឹងRen ក៏ប្រើ Kido ថាបើមិនអីអញ្ចឹងលៀងកែវអញ្ចឹងដាក់ក្បាលមកកែវនឹងឡោពេលវេលាចូលគេងក៏បានចូលមកដល់ Kido ដេកសំមុខកខុល Ren ដាក់មកខ្នើយប៉ុន្តែនៅតែសំមុខដដែលនៅសំមុខយកទៅគៀបចំោះមួយបដ ாய் សំមុខទៀតទៅស្អែកឡើង Kido ទៅធ្វើការស្រាប់តែអ្នកចាប់ចម្រិតនឹងខទៅកាន់លោកចាងវាងទាលុយរំដោះស៊ីម៉ាដាចំនួន13លានយេនកុំឲ្យប៉ូលីសដឹងឲ្យសោះវើយបើមិនអញ្ចឹងទេយើងនឹងសម្លេះនារីម្នាក់នោះចោលស៊ីម៉ាដាត្រូវគេចាប់ចម្រិតអីអូយទេទៅប៉ូលីសទេប៉ូលីសបកាច់យកស្អីគេមកឲ្យទេអ្នករេកូអូមែនអាល្ងើស៊ីនជីឯងទៅយកលុយ13លានយេនទៅរំដោះស៊ីម៉ាដាភ្លាមហើយកុំឲ្យនាងមានបញ្ហាអ្វីសោះឯងត្រូវចាំនឹងចិត្តថាជីវិតជាចម្បងបាទជីវិតជាចម្បងជីវិតជាចម្បង Kido ក៏បានយកលុយទៅកន្លែងណាត់ជួបប៉ុន្តែមិនបានឃើញអ្នកចាប់ចម្រិតនោះទេក៏ខលសួរទៅកាន់លោកចាងវាងភ្លាមនោះអ្នកចាប់ចម្រិតនឹងក៏បានវាយ Kido ពីក្រោយខ្នងដើម្បីដណ្ដើមលុយលោកចាងវាងក៏បានឮពីការប្រទាយប្រតាប់រវាង Kido ហើយនឹងជនចាប់ចម្រិតដូច្នេះក៏បានខលហៅប៉ូលីសដើម្បីទៅទីនោះដែលអ៊ុក្រិតជននៅវិញសុកបាយជាត្រូវ monster ជុលចូលក្នុងកញ្ចក់ជាចំណីបាត់ទៅហើយ
khi đâu khơi nâng phần này từ hỏi nu có khai cho chia Ryuki đám bay trôi tớiประโยชน์ប៉ុន្តែมันបានវាយអ្វីនោះទេគឺថា monster នឹងជល់ Kido រហូតដោយសារតែវាគឺជាជ្រូកព្រៃរួចហើយក៏បានបាត់ខ្លួនពីកន្លែងហ្នឹងបាទទៅ Kido ក៏បានចាក់ចេញមកវិញដើម្បីនាំ Shimada នឹងត្រឡប់ទៅវិញប៉ុន្តែប៉ូលីសបុកចូលមកបដ ហើយបែរជាគិតថា Kido នឹងគឺជាជនចាប់ចម្រិតទៅវិញដូច្នេះក៏ចាប់ Kido ដាក់ទ្រង់ប្លុក Reiko ក៏បានយករឿងរ៉ាវយល់ច្រឡំនោះទៅប្រាប់លោកយាយរបស់ Yui លោកយាយរបស់ Yui បាននិយាយថាអូប្រកាសជារឿងយល់ច្រឡំហើយព្រោះថា Kido របស់យើងមិនទៅចាប់អ្នកណាគេទេតាំងពីក្មេងមកម្លេះ Kido នឹងសំបីតសัตว์នឹងក៏មិនហ៊ានសម្លាប់ផងរឿងអីទៅចាប់ចម្រិតមនុស្សណោវាមិនសមសោះសុំទោសលោកយាយគឺជាម្ដាយរបស់ Kido មែនអូម្ដាយស្អីទៅមិនស្គាល់មិនសើមិញចឹងក៏ចឹងដែរចុះទៅតាមតាណាទៅមិនបាច់និយាយមិនបាច់ស្អីទេក្រឡេកទៅប៉ូប៉ូលីសលោកចាងវាងសួរនាំ Kido ថាជនបង្កវាទៅណាមិនបានជាមិនឃើញអញ្ចឹង Kido តបទៅវិញថាអូយពិបាកនិយាយណាលោកអើយបើខ្ញុំនិយាយហ្នឹងក៏មិនជឿដែរឥឡូវអ្នក Shinji មានតែយើងពីរនាក់ទេឯងប្រាប់យើងមកយប់មិញឯងទៅណាលោកចាងវាងសង្ស័យខ្ញុំហ៎ហីអាល្ងើនេះវើយប្រៃចង់ប្រកាយហីយើងសួរដើម្បីយកផុសតាងជួយឯងទេអាល្ងើឥឡូវយើងសម្រួលគ្នាទៅអី Shinji អីកុំខឹងយើងអាបងអូនសម្លាញ់ចូលទៅខាងមុខបន្តិច Reiko ក៏ផ្ដោតដំណឹងថា Shimada នឹងភ្ញាក់ខ្លួនហើយប៉ុន្តែនេះមិនចង់ចាំទេដូច្នេះมันអាចផ្ដល់ភាពស្អាតស្អំទៅឲ្យ Kido បានឡើយអូចាប់បាត់ហើយជីវិតខ្ញុំឥឡូវមានតែយើងពីរនាក់ទេ Kido ថាឯងពិតជាចាប់ចម្រិត Shimada មែនអត់អាងស្អែកចុះព័ត៌មានមិនសួរអញ្ចឹងមែនរឿងកំ pl ៃទេណាក៏ដល់ Ven Yui ជាមួយនឹង Ren បាននិយាយថាអូ Kido ដេកគុកចឹងទៅខ្ញុំដេកយប់ឡើងស្រួលដល់កហើយ Kido គ្រឿនមែនតើចង់ដាក់ម្ដាយដែរអាពេលនេះឌឺដល់កអូចរិតអ្នកចាប់ចម្រិតចឹងមែនណា Yui ក៏បានស្ដីទៅឲ្យ Ren ថាឈប់ធ្វើបាប Kido ទៀតទៅនឹងរៀបរាប់ថាលោក Jay កំពុងតែស្វែងរកមេធាវីល្អមួយដូច្នេះ Kido មិនបាច់បារម្ភនោះទេ Yui កំទៅចិត្តខ្លាំងពេកអាល្ងើនេះចាប់ចម្រិតមួយទៀតឡូវខឺណាវើយអញខឺណាក៏ងាកទៅកាន់ Kitaoka កំពុងតែឲ្យ Goro កោពុកមាត់សុកស្រាប់តែមានក្មេងស្រីម្នាក់ឈ្មោះថា Yukari ដែលនាងគឺមកសុំឲ្យ Kitaoka នឹងជួយប៉ុន្តែមិនទាន់ដឹងថាសុំជំនួយពីអ្វីផងបើជា Kitaoka នឹងឲ្យដេញចេញទៅវិញព្រោះគាត់នឹងស្អប់ក្មេងGoro ដូចជាអាណិតដែរហ្នឹងប៉ុន្តែមិនដឹងថាជួយយ៉ាងម៉េចមានតែឲ្យស្គរគ្រាប់តែប៉ុណ្ណោះ Kitaoka ក៏បានទៅវាយកូន Go ធ្វើប្រងើយពីនោះ Ren មករកដើម្បីការពារក្តីទៅឲ្យ Kido ប៉ុន្តែ Kitaoka បដិសេធភ្លាមព្រោះមើលទៅ Ren ហ្នឹងដូចជាអត់លុយនោះទេ Reiko ក៏ចេញមុខសុំឲ្យជួយ Kido ដូចគ្នាឃើញ Reiko ទុនចិត្តក៏ព្រមជួយប៉ុន្តែគាត់មានលក្ខខណ្ឌមួយគឺឲ្យ Reiko សរសេរនៅលើអត្ថបទកាសែតថា Kitaoka Soichi គឺជាមេធាវីការពារសច្ចធម៌ Reiko មិនបដិសេធនោះទេយល់ព្រមប៉ុន្តែមួយទៀតលុយក៏ខ្ញុំយកដែរ Kitaoka ចាប់ផ្ដើមសួរទៅកាន់ Kido បើសិនជាអញជាអ្នកចាប់ចម្រិតមែននោះសារភាពប្រាប់មកព្រោះថាចុងបញ្ចប់ខ្ញុំនៅតែជួយឯងបាននោះទេ Kido ប្រកែកថាមិនមែននោះទេប៉ុន្តែប៉ះដៃរបួសធ្វើឲ្យ Kitaoka ដឹងថា Kido គឺជា Ryuki ដោយសារតែគាត់បានវាយដៃរបស់ Kido របួសនៅក្នុងពិភពកញ្ចក់ដូច្នេះក៏ចាប់ផ្ដើមថតសម្លេងដើម្បីធ្វើស៊ី Kido តែម្ដងក្រឡេកទៅកាន់កន្លែងមួយគឺមានបុរសម្នាក់កំពុងតែលេងយន្តហោះបញ្ជាសុកស្រាប់តែ Monster ចេញពីចំណាំងផ្លាតដើម្បីចាប់បុរសម្នាក់នោះធ្វើជាចំណីក៏ងាកទៅកាន់ Kitaoka វិញគាត់បានទៅពិនិត្យមើលហាងតែចង់ដឹងថាមានលុយឲ្យគាត់អត់លោកយាយអាងថាមិនបាច់បារម្ភទេឲ្យជួយ Kido បានលក់ហាងតែនេះក៏ព្រមដែរឬហើយក៏និយាយថាអូល្អទេតាយកទីនេះជាកន្លែងទីតាំងផ្ទាល់ខ្លួនហើយក៏មិនប្រកាន់ដែលមាននារីស្រស់ស្អាតបំរើដែរ Ren ទ្រាំលេងចង់បានក៏ចង់ដាក់ម្ដាយប៉ុន្តែភ្លាមនោះស្រាប់តែលឺសំឡេងកញ្ចក់ធ្វើឲ្យ Ren ដឹងថា Kitaoka គឺជា Kamen Rider ប៉ុន្តែមិនបានសួរនាំច្រើននោះទេព្រោះប្រញាប់ទៅកម្ចាត់ Monsterនៅពេលដែល Ren ចូលទៅក្នុងពិភពកញ្ចក់នោះក៏ត្រូវ Monster បុកឡើងប៉ាង2-3ដងឯណោះ Ren ក៏បានទាញនៅ Wing Lancer ប៉ុន្តែនៅតែពិបាកតតាំងជាមួយនឹង Monster ដដែលកំពុងតែវាយមិនឈ្នះផងបែរជា Kitaoka ប្រើនៅ Katsu Wen ទាញនៅ Giga Launcher បាញ់ Ren ឡើងប៉ាង Ren ក៏បានប្រើការ trick ដើម្បីបំបីស្រមោលសម្រោកចូលប៉ុន្តែ Kitaoka ប្រើកំភ្លើងនៅនឹងដៃបាញ់គ្រប់ស្រមោលរហូតត្រូវរូបពិតធ្វើឲ្យ Ren បោះជើងមិនបញ្ឈប់នោះទេប្រកាស Nasty បង្កជាសម្លេងរំខានទៅដល់ Kitaoka ប៉ុន្តែអស់ពេលវេលានៅក្នុងកញ្ចក់ដូច្នេះហើយក៏ចាក់ចេញពីទីនោះទាំងពីរនាក់ Kitaoka បានបង្ហាញថាគាត់ដឹងថា Kido គឺជា Kamen Rider ប៉ុន្តែមិននឹកស្មានថាមាន Ren ធ្វើជាដៃគូសោះវាដូចជាមិនសមនៅក្នុងសង្គ្រាមមួយនេះនោះទេយើងប្រយុទ្ធដើម្បីហេតុផលរបស់យើងគ្មានដៃគូអ្វីនោះទេចុះតើឯងប្រយុទ្ធដើម្បីអីទៅដើម្បីជីវិតអមតៈដូច្នេះហើយមិនថា Rider មួយណាបង្ហាញខ្លួននោះទេយើងនឹងកម្ចាត់ចោលទាំងអស់ព្រោះយើងប្រយុទ្ធដើម្បីខ្លួនឯងដែលអ្នកប្រយុទ្ធដើម្បីខ្លួនឯងគឺតែងតែខ្លាំងក្លាជានិច្ចនិយាយរួចក៏បានឃើញចិញ្ចៀនគូស្នេហ៍របស់ Ren ដូច្នេះក៏បាននិយាយបន្ថែមទៀតថាឯងមិនប្រយុទ្ធដើម្បីខ្លួនឯងផងហ្នឹងអញ្ចឹងហើយបានជាឯងដូចជាទុនខ្សោយដល់ហើយ
ពាក្យសម្ដីរបស់ Kitaoka ហាក់ដូចជាចាក់ចំបេះដូងរបស់ Ren ប៉ុន្តែលោកយាយក៏ចាប់អារម្មណ៍ថា Ren នឹងមានរបួសដៃហាក់ដូចជាទើបតែវាយគ្នាមែន Ren មិនចង់បកស្រាយអ្វីសោះចាក់ចេញទៅបាត់ទៅលោកយាយក៏រអ៊ូមិត្តភក្តិរបស់ឯងដល់កម្នាក់ជាប់គុកម្នាក់ទៀតទៅវាយគ្នាអើយស្អីទេចំណែកឯ Ren កំពុងតែគិតទៅលើសម្ដីរបស់ Kitaoka វាដូចជាត្រឹមត្រូវដែលបង្កើតមិត្តជាមួយនឹង Kido វាដូចជាមិនល្អនៅក្នុងសង្គ្រាមមួយនេះឡើយពេលនោះ Yui ក៏មកពិនិត្យមើល Ren ដែល Ren បាននិយាយប្រាប់ទៅកាន់ Yui ថាគួរតែស្វែងរកមេធាវីថ្មីព្រោះ Kitaoka គឺជា Kamen Rider ដូច្នេះហើយអាម្នាក់នោះវាប្រកាសជាមិនជួយ Kido នោះទេដែល Kitaoka កំពុងតែថតសម្លេងទៅកាន់ Kido និងសួរថាបើសិនជាលុយរំដោះ Shimada នៅជាមួយនឹងឯងនោះតើឯងគិតថាឯងនឹងចង់យកទៅធ្វើអ្វីទៅអូបើបានលុយនឹងមែនខ្ញុំយកទៅទិញស្គីហើយខ្ញុំយកទៅទិញឡានបន្ទាប់មកខ្ញុំទិញផ្ទះខ្លួនឯងទៀតព្រោះថាខ្ញុំដេកផ្ទះគេហ្នឹងដែល Kitaoka សួរបែបហ្នឹងគឺដើម្បីបង្ហាញពីភាពលោភលន់របស់ Kido ដល់ពេលនោះនឹងអាចចោទប្រកាន់ Kido ថាជាជនចាប់ចម្រិត Yui ជាមួយនឹង Ren នឹងក៏មកប្រមាន Kido នឹងកុំឲ្យនិយាយអ្វីដែរប៉ុន្តែគឺបាននិយាយបាត់ហើយថែមទាំងគិតថា Ren ជាអ្នកឲ្យ Kitaoka នឹងធ្វើអញ្ចឹង Yui ប្រាប់ថាបើសិនជា Ren ធ្វើអញ្ចឹងគាត់ចាំបាច់មកដាស់តឿនទៅអី Kido គិតថាដូចជាសមហេតុសមផលដែរហ្នឹងដូច្នេះក៏សុំទោសទៅកាន់ Ren និយាយថាយើងមិនមែនជួយឯងនោះទេគឺដើម្បីលុយដែលឯងជំពាក់យើង 50,000 yen តែប៉ុណ្ណោះអូយ 30,000 តើអេមិនមែនទេបើតាមយើងចងចាំដូចជា 10,000 yen អត់បានលុយថា 30,000 ហ្នឹងឯង100ប្រកាច់យកអីម៉ែអើយជួយអងកូនចង់ទៅផ្ទះវិញក្រឡេកទៅកាន់អង្គរៈមិនចេះហួច Goro កំពុងតែលាងឡានស្រាប់តែ Yuriko មកក្រម្ដងទៀតគឺដើម្បីឲ្យចាប់ក្រដាស់និងនិយាយប្រាប់ពីបញ្ហារបស់នាងទាំងអស់ទៅកាន់ Goro Reiko នៅវិញទទួលដំណឹងពី Yui ថានឹងដក Kitaoka ចេញព្រោះគាត់នឹងចង់ធ្វើស៊ី Kido លោកចាងវ៉ាងក៏ថាអូដូចជាអញដល់បើសិនជា Shimada ចងចាំវាប្រហែលជាមិនអញ្ចឹងទេនិយាយទៅដល់ Shimada នោះគឺនាងបានចាក់ចេញពីមន្ទីរពេទ្យហើយក៏បានប៉ះទង្គិចជាមួយនឹង Kitaoka ដែលគាត់មកបើកថ្នាំប្រចាំខែប៉ុន្តែ Shimada គឺបានលឺគិលានុបដ្ឋាយិកាបាននិយាយថា Kitaoka មានជំងឺមហារីកមិនអាចព្យាបាលបាននោះទេដែលអាចរស់បានត្រឹមតែប្រមាណខែទៀតតែប៉ុណ្ណោះប៉ុន្តែគាត់ធ្វើដូចជាធម្មតាត្រឡប់ទៅផ្ទះវិញអ្នកទាំង3មកទៀមទាកាសែតដែលធ្វើស៊ី Kido ខ្ជិលតប៉ាច្រើនក៏បានបកលឲ្យទៅប៉ុន្តែរត់តែ30ចិត្តនោះឃើញ Yuriko ដូច្នេះក៏ស្ដីឲ្យ Goro មិនអញ្ចឹង Goro ប្រាប់ថាខ្ញុំស្អប់ក្មេងណាស់មិនបានជាឲ្យនាងចូលមកអញ្ចឹងខ្ញុំមិនចង់ឃើញនាងទេនាំនាងចេញទៅវិញពួកយើងប្រកាសជាចេញហើយគ្មានអ្នកណាចង់ជួបមនុស្សសម្រាមដូចជាលោកឯងនោះទេនៅពេលដែលចាក់ចេញនោះ Reiko សួរទៅកាន់ Yurika ថាតើចង់ឲ្យ Kitaoka ជួយពីអ្វី Goro បានប្រាប់ចំនួនថាឪពុករបស់នាងគឺបាត់បង់ការងារដោយសារតែ Original ដូច្នេះក៏បានចាប់ចម្រិតអ្នកធ្វើការនៅទីនោះម្នាក់ប៉ុន្តែមិនបានឃើញឪពុករបស់នាងមកវិញសោះដូច្នេះនាងចង់ដឹងថាតើឪពុករបស់នាងត្រូវបានប៉ូលីសចាប់ឬមួយក៏មិនមែនឮបែបនោះ Reiko ក៏ដឹងថាឪពុករបស់ Yurika គឺជាអ្នកចាប់ចម្រិត Shimada ដូច្នេះក៏បាននិយាយថានាងតូចឪពុករបស់នាងគឺមិនត្រូវបានប៉ូលីសចាប់នោះទេផ្ទុយទៅវិញមនុស្សស្អាតស្អំម្នាក់ត្រូវជាប់ទោសជំនួសលឿនអញ្ចឹង Yuriko ក៏រត់ទៅប្រាប់ Goro ថានាងចង់ជួយមនុស្សម្នាក់នោះប៉ុន្តែសុំកំខឹងជាមួយនឹងឪពុករបស់នាងអីព្រោះគាត់ចាប់ចម្រិតដើម្បីថ្លៃព្យាបាលម្ដាយរបស់នាងនៅមន្ទីរពេទ្យគ្រប់គ្នាលើហើយមិនបានខឹងនោះទេបើជាការចិត្តអាណិតក្រឡេកទៅកាន់ប៉ុស្តិ៍ប៉ូលីសឯនេះវិញ Shimada ទៅលេង Kido ប៉ុន្តែអត់ចង់ចាំរឿងរ៉ាវទេដល់អញ្ចឹងមិនដឹងធ្វើសារស្អីអាម៉េចទេ Kido មួម៉ៅចិត្តរហូតទៅដល់ឈឺដៃរបួសធ្វើឲ្យ Shimada ចងចាំថានាងបានខំដៃខាងស្ដាំរបស់អ្នកចាប់ចម្រិតក៏ធ្វើឲ្យគាត់នឹងខ្លាចព្រោះមកទៅ Kido ហ្នឹងហើយមែនទេដៃខ្ញុំជាប់តើមានស្នាមខំណាចេះតែមានមកដូច្នេះ Kido ក៏ត្រូវបានដោះលែងដោយសារតែអាស្នាមខំហ្នឹងហើយ Reiko បានបញ្ជាក់ថាគឺមានក្មេងស្រី Yurika ម្នាក់ទៀតដែលជួយទៅកាន់ Kido លើអញ្ចឹងក៏មានចិត្តមួយថាចង់ទៅអរគុណ Yurika ដែល Reiko គិតថានាងប្រហែលជានៅមន្ទីរពេទ្យមើលម្ដាយរបស់នាងផ្ទុយទៅវិញកំពុងតែញ៉ាំការ៉េមជាមួយនឹង Goro Kitaoka ក៏មកហៅ Goro ទៅវិញប៉ុន្តែ Goro មិនទៅក៏រួមតុកជាមួយនឹងគេថែមទាំងរអ៊ូដាក់ Yurika ទៀតនាងតូចដូចជាបង្កបញ្ហាដល់ខ្ញុំដល់ហើយអត់ការងារធ្វើបែរទៅជាជួយ Kido ទៅវិញ Yurika ក៏ដើរទៅខ្សឹបប្រាប់ Goro ឲ្យជួយប្រាប់ទៅកាន់ Kitaoka ថាលោកពូគឺជាមនុស្សអាក្រក់ចូលជាតិអាត្មានិយមទៀតមែនចឹងណាGoro និយាយបន្ថែមទីដឹងមិនបាច់ខ្វល់ច្រើនទេឥឡូវផ្ទះក្មេងស្រីនឹងនៅណាយើងជូននាងទៅផ្ទះមកណានាងរស់នៅមន្ទីរពេទ្យដោយសារតែម្ដាយរបស់នាងសម្រាប់ព្យាបាលជំងឺនៅទីនោះនាងព្យាយាមធ្វើចាប់ក្រដាស់ឲ្យបាន 1000 ដើម្បីជូនសំណាងល្អទៅដល់ម្ដាយរបស់នាងKitaoka លឺបែបនោះក៏បាននាំ Yurika ទៅមន្ទីរពេទ្យនិងរអ៊ូថាចាប់មិនដល់ទាំង10ផងដឹង 1000 មកពីណាទេមើលមិនឃើញ 1000 បន្ទាប់មកក៏បានទៅសំណេះសំណាលជាមួយនឹងអ្នកគ្រូពេទ្យនៅពេលដែល Kido ជាមួយនឹងគ្រប់គ្នាមករក Yurika នោះនាងគឺបានចាក់ចេញទៅខាងក្រៅទាំងសប្បាយចិត្តរួចបាត់ហើយដោយសារតែមានមនុស្សជួយបង់ថ្លៃព្យាបាលម្ដាយរបស់នាងដែល Yurika ដឹងថានោះគឺជា Kitaoka
ដូច្នេះក៏បានប្រាប់ទៅកាន់ហ្គូរូឲ្យជួយអរគុណប៉ុន្តែគឺថាអូកាដូចជាមិនខ្វល់នោះទេពេលនោះរ៉េនក៏មករករឿងដែលគីដូឆ្លៀតអរគុណទៅកាន់យូរីកាព្រមទាំងជូនពរឲ្យម្ដាយរបស់នាងឆាប់ជាសះស្បើយបន្ទាប់មកក៏នាំគ្នាចាប់ផ្ដើមវាយទៅកាន់គីតាអូកាប៉ុន្តែយូរីកាបានស្រែកថាឲ្យជប់ទៅលោកពូមេធាវីមិនមែនជាមនុស្សអាក្រក់ទេគីតាអូកានៅតែមិនខ្វល់ចាក់ចេញធ្វើប្រងើយប៉ុន្តែយូរីកានៅតែរត់ដេញតាមដើម្បីអរគុណរំពេញនោះស្រាប់តែត្រូវបាន Monster ចាប់គោលដៅទៅកាន់នាងសំណាងល្អ Ren ជាមួយនឹង Kido មកតាមក៏បានជួយ Yurika ដើម្បីក្លាយជា Kamen Rider កំចាត់ Monster ប៉ុន្តែ Monster ជ្រូកព្រៃមួយក្បាលនេះវាចេះទាំងជុលវាចេះទាំងបាញ់ទៀតធ្វើឲ្យអ្នកទាំងពីរពិបាកនឹងកំចាត់បន្តិចហើយលើសពីនឹងទៅទៀតនោះស្រាប់តែមានវត្តមានរបស់ Kitaoka ប្រើកាត Advent ហៅនៅ Make New Giga ដែលមាន damage 6000 combo ជាមួយនឹង Final Vanដែលមាន damage ដល់ទៅ7000ឯណោះដូច្នេះ damage សរុបគឺ13000ពួកឯងមិនចង់ជួបយើងមែនទេយើងបំពេញបំណងទៅចុះដែលសាច់រឿង10ភាគរបស់យើងវាក៏បានចប់តែប៉ុណ្្នឹងទៅអរគុណអ្នកទាំងអស់គ្នាដែលតាមដានទស្សនាហើយក៏អាចឧបត្ថម្ភដល់រូបខ្ញុំផងបាទដែលថវិកានៃការឧបត្ថម្ភនោះខ្ញុំនឹងទៅទិញឧបករណ៍ដើម្បីធ្វើឲ្យការសម្រាយរឿងវាកាន់តែលឿនជាងមុនហើយខ្ញុំក៏មានកំណត់មួយថាចង់ទិញ webcam ដើម្បី live stream និយាយលេងជាមួយនឹងគ្នាយើងហ្នឹងព្រោះថាខាន live យូរហើយដោយសារតែអត់មានកាមេរ៉ាខ្ញុំខំប្រឹងដាក់កាមេរ៉ាទូរស័ព្ទដែរប៉ុន្តែម៉ែអើយគាំងទូរស័ព្ទផងអាកុំព្យូទ័រហ្នឹងក៏អាលួយទៀតវាធ្វើឲ្យការ live ហ្នឹងវាកត្រិចកត្រកកត្រិចកត្រាក់ដឹងស្អីឬមើលមិនយល់សោះដូច្នេះហើយសង្ឃឹមថាមានឧបត្ថម្ភច្រើនទៅចុះហើយពេលនេះដូចជាគ្មានអ្វីត្រូវនិយាយបន្តទៀតនោះទេសូមលាសិនហើយឆាវ